អ៊ីស្រាអែលបង្កើនការទម្លាក់គ្រាប់បែកលើទីក្រុងកាហ្សាគណៈប្រមុខការទូតអាមេរិកនិងលោកនេតាន់យ៉ាហ៊ូពិភាក្សាពីអនាគតនៃចំនួនក្រុមមន្ត្រីប៉ាឡេស្ទីនបាននិយាយថាកងកម្លាំងអ៊ីស្រាអែលបានបំផ្លាញអគារលំនៅឋានយ៉ាងហោចណាស់ចំនួន40កន្លែងនៅទីក្រុងកាហ្សាហើយបានបង្ខំឲ្យមនុស្សរាប់ពាន់នាក់រត់ចូលផ្ទះសម្បែងរបស់ពួកគេខណៈរដ្ឋមន្ត្រីការប្រទេសអាមេរិកលោក Marco Rubio បានមកដល់អ៊ីស្រាអែលកាលពីថ្ងៃអាទិត្យទី14កញ្ញាដើម្បីពិភាក្សាអំពីអនាគតនៃចំនួនលោកនាយរដ្ឋមន្ត្រី Benjamin Netanyahu បានថ្លែងអំណរគុណដល់ប្រមុខការទូតអាមេរិកអំឡុងទស្សនកិច្ចទៅកាន់ Western Wall ដែលជាទីសក្ការៈបូជាពិសេសក្នុងសាសនារបស់ប្រជាជនជ្វីជាទីដែលលោកទាំងពីរពិភាក្សាអំពីសង្គ្រាមជាមួយក្រុមហាម៉ាស់និងប្រតិបត្តិការហ្សាកាហ្សាអ៊ីស្រាអែលបាននិយាយថាខ្លួនគ្រោងនៅដណ្ដើមយកទីក្រុងនេះជាទីដែលប្រជាជនប៉ាឡេស្ទីនប្រហែល1លាននាក់បានជ្រកកោនជាផ្នែកនៃគោលបំណងដែលបានប្រកាសរបស់ខ្លួនក្នុងការលុបបំបាត់ក្រុមសកម្មប្រយុទ្ធហាម៉ាស់និងបានបង្កើនការវាយប្រហារកាន់តែសន្ធាប់ទៅលើអ្វីដែលខ្លួនថាជាបន្ទាយចុងក្រោយរបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមានដំណើរនយោបាយរបស់ក្រុមហាម៉ាស់ដែលបានចូលរួមក្នុងការចរចាដោយប្រយោលស្ដីពីបទចបាញ់និងកិច្ចព្រមព្រៀងដោះលែងចំណាត់ខ្មាំងត្រូវបានកំណត់គោលដៅដោយអ៊ីស្រាអែលក្នុងការវាយប្រហារតាមអាកាសនៅទីក្រុងឌូហាប្រទេសកាតាកាលពីថ្ងៃអង្គារសប្តាហ៍មុនដែលទាក់ទាញការកោតទោសជាសកលប្រទេសកាតាបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអារ៉ាបអ៊ីស្លាមកាលពីថ្ងៃច័ន្ទដើម្បីពិភាក្សាអំពីវិធានការបន្ទាប់លោក Rubio បាននិយាយថាទីក្រុង Washington ចង់និយាយអំពីរបៀបដោះលែងចំណាត់ខ្មាំងទាំង48នាក់ដែលនៅតែឃុំខ្លួនដោយក្រុម Hamas នៅតំបន់កាហ្សាស្ទ្រីបនិងការកសាងឡើងវិញមានតែចំណាត់ខ្មាំង20នាក់ប៉ុណ្ណោះដែលត្រូវបានគេជឿថានៅមានជីវិតដោយឡែកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានចោទប្រកាន់សមាជិកអេស្ប៉ាញរបស់លោកគឺលោក Pedro Sanchez ថាបានធ្វើការគំរាមកំហែងប្រឡាយពូជសាសន៍ប្រចាំនឹងអ៊ីស្រាអែលជាការលើកឡើងដែលបាននាំឲ្យមានការឆ្លើយតបយ៉ាងខឹងសម្បារពីទីក្រុងម៉ាឌ្រីតកាលពីថ្ងៃសុក្រទី12កញ្ញារដ្ឋមន្ត្រីការពារជាតិអេស្ប៉ាញលោកស្រី Margarita Robles បានប្រាប់ទូរទស្សន៍ Antena 3ថាខ្ញុំមិនគិតថាលោក Netanyahu គឺជាបុគ្គលគួរមានសិទ្ធិបង្រៀននរណាម្នាក់ឡើយទាំងដែលលោកប្រព្រឹត្តអំពើខុសខើដែលលោកកំពុងធ្វើនៅក្នុងតំបន់កាហ្សាការអធិប្បាយរបស់លោកស្រីនេះបានឆ្លើយតបទៅនឹងសារដែលការិយាល័យរបស់លោក Netanyahu បានបង្ហោះនៅលើបណ្ដាញសង្គម X កាលពីថ្ងៃប្រហោះដោយចោទប្រកាន់លោក Sanchez ថាបានគំរាមកំហែងអ៊ីស្រាអែលជាការតបតគ្នាយ៉ាងក្តៅគគុកចុងក្រោយបង្អស់រវាងប្រទេសទាំងពីរកាលពីថ្ងៃច័ន្ទនាយករដ្ឋមន្ត្រីអេស្ប៉ាញបានប្រកាសវិធានការដើម្បីធ្វើឲ្យអំពើប្រឡាយពូជសាសន៍នៅតំបន់កាហ្សាឈានដល់ទីបញ្ចប់ដែលរួមមានបំរាមលើអាវុធការហាមឃាត់នាវាដឹកប្រេងសម្រាប់យោធាអ៊ីស្រាអែលនិងការរឹតបន្តឹងលើការនាំចូលពីតំបន់តាំងទីលំនៅខុសច្បាប់ផងដែរលោក Sanchez បាននិយាយនៅក្នុងសន្ទរកថាមួយថាដោយដែលអ្នកបានដឹងហើយថាប្រទេសអេស្ប៉ាញមិនមានក្របបែកនុយក្លេអ៊ែរទេហើយក៏មិនមាននាវាផ្ទុកយន្តហោះឬកន្លែងស្តុកប្រេងដ៏ធំនោះដែរយើងតែម្នាក់ឯងមិនអាចបញ្ឈប់ការវាយលុករបស់អ៊ីស្រាអែលបានទេប៉ុន្តែមិនមែនមានន័យថាយើងនឹងបញ្ឈប់ការព្យាយាមនោះឡើយកាលពីថ្ងៃប្រហោះការិយាល័យរបស់លោក Netanyahu បានចេញការឆ្លើយតបរិះគន់ខ្លាំងៗថានាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Sanchez បាននិយាយថាអេស្ប៉ាញមិនអាចបញ្ឈប់ការប្រយុទ្ធរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមភេរវកក Hamas បានទេពីព្រោះអេស្ប៉ាញមិនមានអាវុធនុយក្លេអ៊ែរនោះគឺជាការគំរាមកំហែងប្រឡាយពូជសាសន៍បើចំហចំពោះរដ្ឋជ្វីបតែមួយគត់របស់ពិភពលោកប៉ុន្មានម៉ោងក្រោយមកក្រសួងការបរទេសអេស្ប៉ាញបានចេញការបដិសេធនៅក្នុងសេចក្តីថ្លែងការណ៍មួយក្រសួងបានសង្កត់ធ្ងន់ថាប្រជាជនអេស្ប៉ាញគឺជាមិត្តរបស់ប្រជាជនអ៊ីស្រាអែលក៏ដូចជាប្រជាជនប៉ាឡេស្ទីនដោយថ្កោលទោសការលើកឡើងរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលថាជាសម្ដីមិនពិតនិងបង្កាច់បង្ខូចដោយឡែកនាយករដ្ឋមន្ត្រីប្រទេសកាតាលោក Sheikh Mohammed bin Abdul Rahman bin Jassim Al Thani ជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នៅទីក្រុងញូវយ៉កបន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុងយូហាក្នុងសប្តាហ៍កន្លងទៅលោក Sheikh Mohammed ដែលជារដ្ឋមន្ត្រីការបរទេសរបស់ប្រទេសផងដែរនោះបានចូលរួមក្នុងសកម្មភាពផ្នែកការទូតដ៏ច្របូកច្របល់នៅក្នុងសហរដ្ឋអាមេរិកចាប់តាំងពីការវាយប្រហាររបស់អ៊ីស្រាអែលលើកិច្ចប្រជុំរបស់ក្រុម Hamas នៅទីក្រុងយូហាកាលពីថ្ងៃអង្គារសប្តាហ៍មុនដែលបានសម្លាប់មន្ត្រីសន្តិសុខកាតាម្នាក់និងសមាជិកក្រុម Hamas 5នាក់ដែលកំពុងពិភាក្សាលើកិច្ចព្រមព្រៀងថ្មីស្នើឡើងដោយលោក Trump ដើម្បីបញ្ចប់សង្គ្រាមនៅតំបន់កាហ្សានៅមុនពេលជួបជុំអាហារពេលល្ងាចកាលពីថ្ងៃសុក្រជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Sheikh Mohammed បានជួបអនុប្រធានាធិបតីអាមេរិកលោក JD Vance និងរដ្ឋមន្ត្រីការបរទេសលោក Marco Rubio នៅសេតវិមានជាកន្លែងដែលពិភាក្សាអំពីការវាយប្រហាររបស់អ៊ីស្រាអែលនិងការរៀបចំសន្តិសុខអាមេរិកកាតាលោក Trump បាននិយាយរួចហើយថាលោកមិនសប្បាយចិត្តអំពីការកំណត់គោលដៅរបស់អ៊ីស្រាអែលទៅលើប្រទេសកាតាដែលទំនោរជាត្រូវបានរៀបចំឡើងដើម្បីបង្អាក់កិច្ចចរចាបត់ចប់បាញ់អ៊ីស្រាអែលនិងក្រុម Hamas ដែលកំពុងបន្តសារព័ត៌មាន Al Jazeera បានរាយការណ៍ពីទីក្រុង Washington DC ថាការព្រួយបារម្ភគឺថាទំនាក់ទំនងរវាងប្រទេសកាតានិងសហរដ្ឋអាមេរិកកាន់តែស្មុគស្មាញដែលបណ្ដាលមកពីការវាយប្រហារទាំងនោះដូច្នេះប្រទេសទាំងពីរកំពុងស្វែងរកមធ្យោបាយឆ្ពោះទៅមុខលើបញ្ហាទាំងនេះសារព័ត៌មាន Al Jazeera បាននិយាយថាជំនួបដែលបានគ្រោងទុកកាលពីថ្ងៃសុក្រជាមួយលោក Trump នឹងបន្តការសន្ទនាទាក់ទងនឹងការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុងឌូហាកាលពីដើមសប្តាហ៍មុននិងការចរចាដើម្បីបញ្ចប់សង្គ្រាមរបស់អ៊ីស្រាអែលនៅតំបន់កាហ្សារុស្ស៊ីសម្ញេសាច់ដុំយោធាដោយប្រើមីស៊ីលល្បឿនលឿនជាងសំឡេងនិងយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយអំឡុងសម្យុទ្ធរុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថាខ្លួនបានបាញ់មីស៊ីលកំណត់គោលដៅល្បឿនលឿនជាងសំឡេង Zircon នៅគោលដៅមួយក្នុងសមុទ្រ Barents ហើយថាយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ Sukhoi Su-34 បានអនុវត្តការវាយប្រហារជាផ្នែកនៃសម្យុទ្ធយោធារួមគ្នាជាមួយបេឡារុសក្រសួងការពាររុស្ស៊ីបាននិយាយថាសម្យុទ្ធយោធា Sapad ឬ West របស់រុស្ស៊ីជាមួយបេឡារុសបានចាប់ផ្ដើមកាលពីថ្ងៃទី12កញ្ញាក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនៅបញ្ជាការនិងការសម្របសម្រួលក្នុងករណីមានការវាយប្រហារលើប្រទេសរុស្ស៊ីឬបេឡារុសទីក្រុងមូស្គូនិងទីក្រុងមីនបាននិយាយថាសម្យុទ្ធនេះគឺជាការការពារទាំងស្រុងហើយថាពួកគេពុំមានបំណងវាយប្រហារសមាជិក NATO ណាមួយឡើយទោះបីជាសព្វយុទ្ធជាតិដឹកនាំដោយសហរដ្ឋអាមេរិកបានប្រកាសប្រតិបត្តិការឆ្មាំបូព៌ាបន្ទាប់ពីការលុកលុយរបស់យានដ្រូនរុស្ស៊ីចូលប្រទេសប៉ូឡូញកាលពីថ្ងៃទី9ដល់ថ្ងៃ10កញ្ញាក៏ដោយក្រសួងការពាររុស្ស៊ីបានបញ្ចេញវីដេអូនាវាចម្បាំង Admiral Golokov នៃកងនាវាចរភាគខាងជើងដែលបានបាញ់មីស៊ីលល្បឿនលឿនជាងសំឡេង Zircon នៅគោលដៅមួយនៅសមុទ្រ Barents វីដេអូបង្ហាញថាមីស៊ីលមួយត្រូវបានបែងចែកពីនាវាហើយបន្ទាប់មកបានធ្លាក់នៅចំណុចមួយ
លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បាននិយាយកាលពីឆ្នាំ2019ថាមីស៊ីល Zircon អាចហោះក្នុងល្បឿនលឿនជាងសំឡេងដល់19ដងនិងវាប្រហារគោលដៅនានានៅសមុទ្រនិងលើដីក្នុងរយៈចម្ងាយជាង 1000 គីឡូម៉ែត្រដោយឡែកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយថាលោកត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីប៉ុន្តែលុះត្រាតែសម្ព័ន្ធមិត្ត NATO ទាំងអស់យល់ព្រមបញ្ឈប់ទាំងស្រុងការទិញប្រេងពីទីក្រុងមូស្គូនិងដាក់ទណ្ឌកម្មផ្ទាល់ខ្លួនរបស់ពួកគេលើប្រទេសរុស្ស៊ីដើម្បីដាក់សម្ពាធឲ្យបញ្ចប់សង្គ្រាមជាង3ឆ្នាំរបស់រុស្ស៊ីនៅអ៊ុយក្រែនលោក Trump បាននិយាយនៅក្នុងសារបង្ហោះលើវេទិកាសង្គម Truth Social របស់លោកកាលពីថ្ងៃសៅរ៍ថាខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយក្នុងការដាក់ទណ្ឌកម្មសំខាន់ៗលើរុស្ស៊ីនៅពេលដែលបណ្ដាប្រទេស NATO ទាំងអស់បានយល់ព្រមហើយចាប់ផ្ដើមធ្វើដូចគ្នានិងនៅពេលប្រទេស NATO ទាំងអស់ឈប់ទិញប្រេងពីរុស្ស៊ីដែលលោកហៅថាជាលិខិតមួយទៅកាន់បណ្ដាប្រទេស NATO ទាំងអស់និងពិភពលោកលោក Trump ក៏បានសរសេរផងដែរថាការបដិញ្ញាចិត្តរបស់ NATO ដើម្បីឈ្នះសង្គ្រាមមានតិចជាង 100% ហើយថាវាគួរឲ្យភ្ញាក់ផ្អើលដែលសមាជិកមួយចំនួននៃសម្ព័ន្ធយោធាមួយនេះបន្តទិញប្រេងពីរុស្ស៊ីលោកថាទង្វើនេះធ្វើឲ្យចំហចរចានិងអំណាចចរចារបស់អ្នកចុកខ្សោយយ៉ាងខ្លាំងលើរុស្ស៊ីលោកសរសេរបន្ថែមទៀតថាប្រសិនបើសម្ព័ន្ធ NATO ធ្វើបានតាមលោកនិយាយនោះសង្គ្រាមនឹងបញ្ចប់យ៉ាងឆាប់រហ័សតែបើមិនធ្វើតាមទេនោះអ្នកនឹងធ្វើឲ្យពេលវេលារបស់ខ្ញុំខ្ជិះជាយដោយឡែកនាយករដ្ឋមន្ត្រីប៉ូឡូញលោក Donald Tusk បាននិយាយកាលពីថ្ងៃសុក្រទី12កញ្ញាថាការលុកលុយរបស់យានដ្រូនចូលទៅក្នុងដែនអាកាសរបស់ប្រទេសរបស់លោកមិនមែនជាការធ្វើឡើងដោយមានកំហុសឆ្គងរបស់រុស្ស៊ីនោះឡើយបើទោះជាប្រធានាធិបតីអាមេរិកលោក Donald Trump បានលើកឡើងថាហេតុការណ៍នេះអាចកើតឡើងដោយចៃដន្យក៏ដោយលោក Tusk បានរៀបរាប់នៅលើបណ្ដាញសង្គម X ថាយើងក៏ចង់ប្រាថ្នាចង់ឲ្យការវាយប្រហារដោយយានដ្រូនមកលើប៉ូឡូញគឺគ្រាន់តែជាកំហុសឆ្គងមួយប៉ុណ្ណោះប៉ុន្តែវាមិនមែនបែបនោះទេហើយយើងដឹងច្បាស់គួរបញ្ជាក់ថាការពីព្រឹកថ្ងៃពុធកន្លងទៅប្រទេសប៉ូឡូញបានបាញ់ទម្លាក់យានដ្រូននៅក្នុងដែនអាកាសរបស់ខ្លួនដោយមានការគ្រប់គ្រងយន្តហោះយោធាពីសម្ព័ន្ធមិត្ត NATO របស់ខ្លួនដោយនេះជាលើកដំបូងដែលសមាជិកនៃសម្ព័ន្ធយោធាលោកខាងលិចមួយនេះត្រូវបានគេដឹងថាបានបាញ់ទម្លាក់អាវុធបែបនេះក្នុងអំឡុងពេលមានសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនកាលពីព្រឹកថ្ងៃសុក្រអនុរដ្ឋមន្ត្រីការពារជាតិលោក Siri Thomsik ក៏បានអធិប្បាយជំវិញការលើកឡើងរបស់លោក Trump ផងដែរលោកបានប្រាប់ទូរទស្សន៍ក្នុងស្រុក Polsat News ថាខ្ញុំគិតថានេះគឺជាសារដែលគួរតែទៅដល់ប្រធានាធិបតី Trump នៅថ្ងៃនេះនោះគឺថាមិនមានការសង្ស័យពីការមានកំហុសឆ្គងនោះឡើយនេះគឺជាការវាយប្រហារដោយចេតនារបស់រុស្ស៊ីតាមសំណើរបស់ប្រទេសប៉ូឡូញក្រុមប្រឹក្សាសន្តិសុខការសហប្រជាជាតិ UNSC បានជួបប្រជុំគ្នានៅទីក្រុង New York សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រក្រសួងការប្រទេសប៉ូឡូញបានឲ្យដឹងថាកិច្ចប្រជុំនោះបានចាប់ផ្ដើមនៅម៉ោង3រសៀលមកក្នុងស្រុកត្រូវនឹងម៉ោង7យប់ម៉ោងសកលរីឯទីក្រុងមូស្គូកាលពីថ្ងៃសុក្រទី12កញ្ញាដែរបានបញ្ជាក់ឲ្យដឹងថាកិច្ចចរចាសន្តិភាពជាមួយទីក្រុងគៀវត្រូវបានផ្អាកខណៈប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានព្រមានថាមេដឹកនាំរុស្ស៊ីលោក Vladimir Putin នៅតែមានផែនការដើម្បីព្យាយាមដណ្ដើមកាន់កាំទឹកដីអ៊ុយក្រែនទាំងមូលក្នុងពេលជាមួយគ្នានេះដែរប្រធានាធិបតីអាមេរិកលោក Donald Trump បានព្រមានថាលោកបានបាត់ការអត់ធ្មត់យ៉ាងឆាប់រហ័សជាមួយលោក Putin ដែលមិនបានបង្ហាញពីចេតនាបញ្ឈប់ឬបន្ថយការវាយប្រហារលើដីឬការវាយប្រហារយ៉ាងសន្ធាប់តាមអាកាសលើទីក្រុងនានារបស់អ៊ុយក្រែននោះឡើយឧបសគ្គចុងក្រោយបង្អស់ដែលរារាំងដល់កិច្ចប្រឹងប្រែងការទូតកើតមានឡើងស្របពេលដែលកងទ័ពរបស់រុស្ស៊ីបានធ្វើសម្ពាធយោធាដ៏ធំជាមួយសម្ព័ន្ធមិត្តដ៏សំខាន់របស់ខ្លួនគឺបេឡារុសនិងខណៈដែលអង្គការ NATO បានឲ្យដឹងថាខ្លួនក្រុងនឹងពង្រឹងកងកម្លាំងនៅពេជ្រខាងកើតរបស់សម្ព័ន្ធភាពបន្ទាប់ពីយានដ្រូនរបស់រុស្ស៊ីត្រូវបានទម្លាក់នៅប្រទេសប៉ូឡូញក្នុងសប្តាហ៍មុនទោះបីជាលោក Trump បង្ខំឲ្យភាគីចំនួនបើកកិច្ចចរចាសន្តិភាពនិងធ្វើជាម្ចាស់ផ្ទះទទួលលោក Putin នៅរដ្ឋ Alaska ក៏ដោយក៏មិនឃើញមានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ឆ្ពោះទៅរកការបញ្ចប់សង្គ្រាមរយៈពេល3ឆ្នាំកន្លះដែលបណ្ដាលមកពីការឈ្លានពានរបស់រុស្ស៊ីនោះឡើយអ្នកនាំពាក្យវិមានក្រមឡាលោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថាក្រុមចរចារបស់យើងមានឱកាសទំនាក់ទំនងតាមរយៈបណ្ដាញនានាប៉ុន្តែសម្រាប់ពេលនេះវាប្រហែលជាត្រឹមត្រូវជាងតែត្រូវនិយាយអំពីការផ្អាកនៅក្នុងកិច្ចពិភាក្សាជាមួយទីក្រុងគៀវអំឡុងពេលថ្លែងនៅឯសន្និសីទក្នុងទីក្រុងគៀវលោក Zelensky បានប្រាប់លោកខាងលិចកុំឲ្យជឿទុកចិត្តលើលោក Putin ហើយបាននិយាយថាមហិច្ឆតាមិនចេះស្កប់ស្កល់របស់លោកមិនមានការផ្លាស់ប្ដូរនោះឡើយលោក Zelensky បានបញ្ជាក់ថាគោលដៅរបស់លោក Putin គឺកាន់កាប់អ៊ុយក្រែនទាំងអស់ហើយមិនថាលោកនិយាយប្រាប់អ្នកណាក៏ដោយក៏វាច្បាស់ណាស់ថាគាត់បានកំណត់ម៉ាស៊ីនសង្គ្រាមក្នុងកម្រិតមួយដែលគាត់មិនអាចបញ្ឈប់វាបានដោយស្រួលនោះឡើយលុះត្រាតែគាត់ត្រូវបានបង្ខំឲ្យផ្លាស់ប្ដូរជាមូលដ្ឋាននៅគោលបំណងផ្ទាល់ខ្លួនរបស់គាត់សិនប៉ូឡូញដាក់ពរាយន្តហោះក្នុងដែនអាកាសដោយសារការគំរាមកំហែងនៃការវាយប្រហារដោយយានដ្រូនជិតអ៊ុយក្រែនក្រុមអាជ្ញាធរបាននិយាយថាយន្តហោះប៉ូឡូញនិងសម្ព័ន្ធមិត្តត្រូវបានដាក់ពរាយក្នុងប្រតិបត្តិការទប់ស្កាត់ក្នុងតំបន់ដែនអាកាសរបស់ប្រទេសប៉ូឡូញកាលពីថ្ងៃសៅរ៍ទី13កញ្ញាដោយសារការគំរាមកំហែងនៃការវាយប្រហារដោយយានដ្រូននៅក្នុងតំបន់នានាជិតខាងប្រទេសអ៊ុយក្រែនហើយអាកាសយានដ្ឋានក្នុងទីក្រុង Lublin ភាគខាងកើតនៃប្រទេសប៉ូឡូញត្រូវបានបិទការប្រកាសនេះបានកើតឡើងបន្ទាប់ពីយានដ្រូនរុស្ស៊ីជាច្រើនគ្រឿងបានឆ្លងចូលក្នុងប្រទេសប៉ូឡូញកាលពីថ្ងៃពុធដែលជំរុញឲ្យអង្គការ NATO បញ្ជូនយន្តហោះចម្បាំងដើម្បីបាញ់ទម្លាក់ដ្រូននិងគូសបញ្ជាក់ពីការព្រួយបារម្ភដែលបានអូសបន្លាយជាយូរមកហើយចំពោះការពង្រីកសង្គ្រាមជាង3ឆ្នាំរបស់រុស្ស៊ីនៅអ៊ុយក្រែនបញ្ជាការប្រតិបត្តិការរបស់យោធាប៉ូឡូញបានបង្ហោះនៅលើបណ្ដាញសង្គម X កាលពីរសៀលថ្ងៃសៅរ៍ថាប្រព័ន្ធការពារអាកាសនិងឆ្លូបយកការស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ប្រភពខាងលើបានសង្កត់ធ្ងន់ថាសកម្មភាពទាំងនេះគឺជាការបង្ការទុកជាមុនហើយមានគោលបំណងធានាសុវត្ថិភាពដែនអាកាសរបស់ប្រទេសប៉ូឡូញនិងការពារប្រជាពលរដ្ឋរបស់ប្រទេសនេះបញ្ជាការប្រតិបត្តិការរបស់យោធាប៉ូឡូញដដែលបានលើកឡើងពីការគំរាមកំហែងនៃការវាយប្រហារដោយយានដ្រូននៅក្នុងតំបន់នានាជិតព្រំដែនប្រទេសអ៊ុយក្រែនប៉ុន្តែពុំបានផ្ដល់ព័ត៌មានលម្អិតបន្ថែមភ្លាមៗនោះទេនាយករដ្ឋមន្ត្រីប៉ូឡូញលោក Donald Tusk ក៏បានបង្ហោះផងដែរថាប្រតិបត្តិការការពារអាកាសបានចាប់ផ្ដើមនៅក្នុងដែនអាកាសប៉ូឡូញហើយដោយសារតែការគំរាមកំហែងបង្កឡើងដោយយានដ្រូនរបស់រុស្ស៊ីដែលប្រតិបត្តិការលើតំបន់នានារបស់ប៉ូឡូញជិតប្រទេសអ៊ុយក្រែនដោយឡែករដ្ឋមន្ត្រីការពារជាតិ RN លោក Paul Johnson បាននិយាយថាប្រទេសរបស់លោកនឹងផ្ដល់ថវិកាជិត $7.5 លានបន្ថែមទៀតសម្រាប់ការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែនសម្រាប់រយៈពេល2ឆ្នាំខាងមុខនេះហើយពួកគេត្រៀមខ្លួនរួចរាល់ផងដែរក្នុងការផ្ដល់ប្រាក់កម្ចីបន្ថែមទៀតដល់ប៉ូឡូញបើសិនជាពួកគេត្រូវការភាគច្រើននៃការចំណាយនឹងត្រូវបែងចែកតាមរយៈការទិញគ្រប់គ្រងដោយទីភ្នាក់ងារសម្ភារៈការពារជាតិស៊ូយ៉ែតដូចជាសម្រាប់ប្រព័ន្ធកាំភ្លើងធម្មតា
ឈើបន្ថែមទៀតគឺជាប្រភេទកំភ្លើងធំដែលត្រូវបានប្រើប្រាស់រួចទៅហើយដោយជាហ៊ានអ៊ុយក្រែននៅក្នុងសង្គ្រាមជាមួយរុស្ស៊ីលោកច័ន្ទសានបាននិយាយប្រាប់សន្និសីទសារព័ត៌មានថាបន្ទាប់ពីការលុកលុយសង្ស័យយានដ្រូនរុស្ស៊ីលើដែនអាកាសប៉ូឡូញកាលពីថ្ងៃពុធស៊ុយអែតចូលខាងសាមគ្គីភាពជាមួយប៉ូឡូញហើយបានត្រៀមខ្លួនរួចរាល់ក្នុងការរួមចំណែកគ្រឿងយុទ្ធឧបករណ៍ដល់ប្រទេសមួយនេះបើសិនជាចាំបាច់លោកថាការគ្រប់គ្រងរដ្ឋាភិបាលរបស់លោកសម្រាប់អ៊ុយក្រែនគឺមិនប្រែប្រួលហើយគ្មានបញ្ហាដែលវាជាអាញាកណ្ដាលចំពោះសន្តិសុខអឺរ៉ុបដោយដែលការឆ្លើយតបរបស់អ៊ុយក្រែនចំពោះការវាយលុករបស់រុស្ស៊ីលោកច័ន្ទសានបាននិយាយទៀតថាលទ្ធផលសង្គ្រាមអ៊ុយក្រែននឹងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខអឺរ៉ុបយ៉ាងហោចណាស់សម្រាប់មនុស្សមួយចំនួនខាងមុខដូច្នេះហើយសារៈសំខាន់នៃសង្គ្រាមមួយនេះហើយអ៊ុយក្រែនជាអ្នកឈ្នះមិនមែនជារុស្ស៊ីវាពិតជាចាំបាច់ខ្លាំងណាស់សម្រាប់សន្តិសុខផ្ទាល់ខ្លួនរបស់ពួកយើងរីឯក្រសួងការពារជាតិដាណឺម៉ាកបានប្រាប់ឲ្យដឹងកាលពីថ្ងៃសុក្រទី12កន្លងទៅថាប្រទេសដាណឺម៉ាកនឹងវិនិយោគប្រមាណ 58,000 លានដុល្លារឬ 9.1 លានដុល្លារលើប្រព័ន្ធការពារដែនអាកាសនិងមីស៊ីលដែលផលិតនៅអឺរ៉ុបដោយបានបញ្ជាក់ថាខ្លួនដកស្រង់មេរៀនពីសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនការពង្រឹងកម្លាំងយោធាឡើងវិញបានក្លាយជាអាទិភាពរបស់រដ្ឋាភិបាលក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីនៃគណៈបកប្រជាធិបតេយ្យសង្គមលោកស្រី Mette Frederiksen បន្ទាប់ពីមានការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនរដ្ឋមន្ត្រីការពារជាតិលោក Truel Lund-Poulsen បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថាស្ថានភាពគោលនយោបាយសន្តិសុខបច្ចុប្បន្នមានន័យថាការការពារដែនអាកាសប្រតិបត្តិការនៅលើដីគឺជាអាទិភាពធំជាងគេទាំងស្រុងក្នុងការអភិវឌ្ឍកងកម្លាំងប្រដាប់អាវុធរដ្ឋមន្ត្រីរូបនេះបានបន្ថែមថាការរៀនសូត្រពីបទពិសោធន៍នៅអ៊ុយក្រែនបង្ហាញថាការការពារដែនអាកាសមានមូលដ្ឋាននៅលើដីដើរតួនាទីយ៉ាងសំខាន់ការពារប្រជាជនស៊ីវិលក្នុងចំណោមគ្រឿងយុទ្ធឧបករណ៍ដទៃទៀតក្នុងការប្រឆាំងនឹងការវាយប្រហារតាមអាកាសរបស់រុស្ស៊ីក្រសួងបានបញ្ជាក់ថាប្រព័ន្ធ SAMPT ផលិតដោយក្រុមហ៊ុនរបស់បារាំងអ៊ីតាលីនឹងត្រូវបានផ្គត់ផ្គង់ដើម្បីគ្របដណ្ដប់តម្រូវការការពាររយៈចម្ងាយឆ្ងាយសម្រាប់តម្រូវការរយៈចម្ងាយមធ្យមជំរើសមួយនឹងត្រូវបានធ្វើឡើងរវាងប្រព័ន្ធមួយឬច្រើននៃប្រព័ន្ធ NASAM របស់ Norway IRIS-T របស់អាល្លឺម៉ង់និង VL Mega របស់បារាំងដោយឡែកប្រទេសរុស្ស៊ីកាលពីថ្ងៃសុក្រទី12កញ្ញានោះដែរបានថ្កោលទោសផែនការរបស់ប្រទេសដាណឺម៉ាកក្នុងការព្រមផ្ដល់ទីតាំងបង្កើតរោងចក្រផលិតរបស់អ៊ុយក្រែនសម្រាប់អន្តរមីស៊ីលរយៈចម្ងាយឆ្ងាយដោយបញ្ជាក់ថាចំណាត់ការនេះនឹងបង្កើនហានិភ័យនៃការកើនឡើងនូវភាពតានតឹងនិងនាំទៅដល់ការបង្ហូរឈាមកាន់តែខ្លាំងឡើងនៅអ៊ុយក្រែនគួរបញ្ជាក់ថាកាលពីសប្តាហ៍មុនរដ្ឋាភិបាលដាណឺម៉ាកបានប្រកាសផែនការឲ្យមានរោងចក្រនេះដែលជាការពង្រីកជាលើកដំបូងនៅក្រៅប្រទេសរបស់ក្រុមហ៊ុនការពារជាតិអ៊ុយក្រែនក្រុមហ៊ុនអ៊ុយក្រែនគឺ Firepoint ជាក្រុមហ៊ុនផលិតមីស៊ីល Flamingo ដែលលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានពណ៌នាថាជាអាវុធដ៏ជោគជ័យបំផុតរបស់ប្រទេសលោករោងចក្រផលិតរបស់ក្រុមហ៊ុននេះនឹងមានទីតាំងនៅជិតមូលដ្ឋានទ័ពអាកាស Skytraps របស់ដាណឺម៉ាកដែលជាទីតាំងចតកងយន្តហោះចម្បាំង S-16 របស់ប្រទេសអឺរ៉ុបខាងជើងមួយនេះលោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបានប្រាប់សន្និសីទសារព័ត៌មានថាច្បាប់ការនេះបានបញ្ជាក់ពីការមានគោលនយោបាយអធិភាពរបស់ដាណឺម៉ាកចំពោះទីក្រុងមូស្គូលោកស្រី Zakharova បានបញ្ជាក់ថាចំណាត់ការដ៏ប្រថុយប្រថាននេះបញ្ជាក់ពីទិសដៅយោធាបង្កអធិភាពរបស់ទីក្រុង Copenhagen ក្នុងគោលបំណងធ្វើឲ្យខូចដល់កិច្ចប្រឹងប្រែងដើម្បីដោះស្រាយវិបត្តិនៅអ៊ុយក្រែនតាមរយៈមធ្យោបាយនយោបាយនិងការទូតវាបង្កជាហានិភ័យនៃការកើនឡើងនូវភាពតានតឹងបន្ថែមទៀតនិងបង្ហាញពីបំណងប្រាថ្នារបស់ដាណឺម៉ាកក្នុងការទាញយកផលចំណេញពីការបន្តការបង្ហូរឈាមនៅអ៊ុយក្រែនសម្ព័ន្ធយោធា NATO ពង្រឹងការការពារបន្ទាប់ពីដ្រូនរបស់រុស្ស៊ីត្រូវបានបាញ់ទម្លាក់លើប្រទេសប៉ូឡូញសមាជិក NATO ជាច្រើនកំពុងបញ្ជូនកងទ័ពកំភ្លើងធំនិងប្រព័ន្ធការពារដែនអាកាសដើម្បីការពារផ្នែកខាងកើតរបស់ខ្លួនបន្ទាប់ពីអ្វីដែលប៉ូឡូញហៅថាការលុកលុយដោយយានដ្រូនរបស់រុស្ស៊ីមិនធ្លាប់មានចូលក្នុងដែនអាកាសរបស់ខ្លួនកាលពីព្រឹកថ្ងៃពុធយានដ្រូនរបស់រុស្ស៊ីចំនួន3គ្រឿងត្រូវបានបាញ់ទម្លាក់បន្ទាប់ពីយានដ្រូនចូលដែនអាកាសប៉ូឡូញចំណែកយានដ្រូនផ្សេងទៀតបានធ្លាក់ដល់ដីហើយក្រោយមកត្រូវបានរកឃើញនៅទូទាំងភាគខាងកើតប្រទេសប៉ូឡូញបានស្នើសុំឲ្យមានសម័យប្រជុំក្រុមប្រឹក្សាសន្និសីទអង្គការសហប្រជាជាតិអំពីបទវហេតុនេះដែលបានប្រព្រឹត្តទៅកាលពីថ្ងៃសុក្រជាការឆ្លើយតបទៅនឹងការលុកលុយដោយយានដ្រូននេះហូឡង់និងសាធារណរដ្ឋឆេងបាននិយាយថាពួកគេនឹងបញ្ជូនការការពារទៅប៉ូឡូញខណៈលីទុយអានីនឹងទទួលបានកងពលតូចអាល្លឺម៉ង់នឹងការព្រមានកាន់តែខ្លាំងអំពីការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែនដែលអាចហៀចេញអាល្លឺម៉ង់ក៏និយាយដែរថាខ្លួននឹងពង្រឹងការចូលរួមរបស់ខ្លួននៅតាមបណ្ដោយព្រំដែនភាគខាងកើតរបស់ NATO ហើយបង្កើននឹងពង្រីកការត្រួតពិនិត្យផ្លូវអាកាសលើប៉ូឡូញក្រោយមកលោកប្រធានាធិបតីបារាំង Emmanuel Macron បានប្រកាសថាប្រទេសនេះនឹងបញ្ជូនយន្តហោះចម្បាំង Rafale ចំនួន3គ្រឿងដើម្បីជួយការពារដែនអាកាសរបស់ប្រទេសប៉ូឡូញលោកប្រធានាធិបតីអាមេរិក Donald Trump ដែលបាននឹងកំពុងព្យាយាមមិនជោគជ័យក្នុងការបញ្ឈប់សង្គ្រាមអ៊ុយក្រែនបានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃប្រហោះសប្តាហ៍នេះថាការវាយប្រហារដែលត្រូវបានចាប់ប្រកាន់ប្រហែលជាកើតឡើងដោយអចេតនារាយការណ៍ចាប់ប្រកាន់ថាយានដ្រូនរបស់រុស្ស៊ីហោះចូលប្រទេសប៉ូឡូញក្នុងសប្តាហ៍នេះគឺជាការរំលឹកដល់ក្រមមួយទៀតដល់ក្រុមហ៊ុនអាកាសចរអំពីបញ្ហាប្រឈមដែលបង្កើតឡើងដោយចំនួនពិភពលោកប្រទេសប៉ូឡូញបានបាញ់ទម្លាក់ដ្រូន3គ្រឿងក្នុងដែនអាកាសរបស់ខ្លួនដោយមានការគ្រប់គ្រងពីយន្តហោះយោធាមកពីសម្ព័ន្ធយោធា NATO ប៉ុន្តែក្រុមអ្នកជំនាញអាកាសចរនិងធានារ៉ាប់រងនិយាយថាហេតុការណ៍នោះបាននាំឲ្យមានការព្រួយបារម្ភអំពីសុខភាពលើភាពងាយរងគ្រោះនៃការដឹកជញ្ជូនតាមផ្លូវអាកាសស៊ីវិលនៅអឺរ៉ុបការកើនឡើងតំបន់ចំនួនជុំវិញពិភពលោកបានបង្កើនបន្ទុកលើប្រតិបត្តិការអាកាសចរនិងប្រាក់ចំណេញនាយកប្រតិបត្តិក្រុមហ៊ុន Ryanair លោក Michael O'Leary បានព្រមានការពីថ្ងៃប្រហោះសប្តាហ៍នេះថាសង្គ្រាមរុស្ស៊ីអ៊ុយក្រែននឹងក្លាយជាបញ្ហាដែលនៅតែអូសបន្លាយសម្រាប់ក្រុមហ៊ុនអាកាសចរអឺរ៉ុបទាំងអស់ក្នុងរយៈពេលជាច្រើនឆ្នាំខាងមុខក្រុមហ៊ុនដឹកជញ្ជូននានាប្រជុំនឹងជម្រើសផ្លូវទៅជាងមុនជាមួយនឹងការបិទដែនអាកាសនៅក្នុងតំបន់ជាច្រើនរួមទាំងប្រទេសរុស្ស៊ីអ៊ុយក្រែននិងមជ្ឈមបូព៌ាទីភ្នាក់ងារសម្រាប់សម្រួល Eurocontrol បាននិយាយថាដែនអាកាសដែលត្រូវបានបិទរបស់អ៊ុយក្រែនបានបន្ថែមការកកស្ទះក្នុងផ្ទៃមេឃក្នុងតំបន់ក្រុមហ៊ុនអាកាសចរអន្តរជាតិជាច្រើនបានផ្អាកជើងហោះហើរទៅកាន់តំបន់នេះដោយសារតែការព្រួយបារម្ភពីគ្រោះថ្នាក់ដោយមីស៊ីលនិងយានដ្រូនពួកគេក៏កំពុងតាមដានយ៉ាងដិតដល់ផងដែរពីចំនួននៅមជ្ឈមបូព៌ារួមទាំងការប៉ុនប៉ង
របស់អ៊ីស្រាអែលកាលពីខែអង្គារដើម្បីសម្លាប់មេដឹកនាំក្រុមហាម៉ាស់នៅកាតាភាគហ៊ុនក្នុងក្រុមហ៊ុន British Airways IAG បានធ្លាក់ចុះប្រហែល 4% កាលពីខែពុធបន្ទាប់ពីបដិវត្តហេតុចុងក្រោយនេះគណៈភាគហ៊ុនក្រុមហ៊ុនអាកាសចរ EasyJet Lufthansa និង Ryanair ក៏បានធ្លាក់ចុះផងដែរដោយឡែកប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃប្រហ័សទី11កញ្ញាបានជំរុញសម្ព័ន្ធមិត្តរបស់ទីក្រុងគៀវឲ្យគិតឡើងវិញអំពីសមត្ថភាពការពារដែនអាកាសរបស់ពួកគេបន្ទាប់ពីការជ្រៀតចូលក្នុងដែនអាកាសប៉ូឡូញដោយយានដ្រូនជាច្រើនគ្រឿងដែលទីក្រុង Warsaw អះអាងថាជាអាវុធអាកាសរបស់រុស្ស៊ីថ្លែងក្នុងទីក្រុងគៀវនៅខាងក្រៅដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីហ្វាំងឡង់ Alexander Stubb លោក Zelensky បាននិយាយថាអ៊ុយក្រែនបើកទូលាយនិងត្រៀមខ្លួនរួចជាស្រេចដើម្បីផ្ដល់ការគាំទ្រសម្រាប់កិច្ចប្រឹងប្រែងរបស់សម្ព័ន្ធមិត្តគួរឲ្យដឹងថាអ៊ុយក្រែនបានទប់ទល់ការវាយប្រហារច្រកអាកាសរាប់មិនអស់ចាប់តាំងពីប្រតិបត្តិការយោធារបស់រុស្ស៊ីបានចាប់ផ្ដើមមកដោយប្រើតែអាវុធផ្គត់ផ្គង់ពីបរទេសនិងសព្វាវុធផលិតក្នុងស្រុកប៉ុណ្ណោះរាប់ចាប់តាំងពីកំភ្លេងយន្តចាស់ៗដល់មីស៊ីលទំនើបលោក Zelensky បាននិយាយថាបណ្ដាប្រទេសដូចជាប៉ូឡូញគួរតែគិតឡើងវិញនិងស្វែងរកវិធីសាស្ត្រពហុស្រទាប់ស្រដៀងគ្នានេះដោយសារប្រព័ន្ធមីស៊ីលដូចជា Patriot ដែលផលិតដោយអាមេរិកមានតម្លៃថ្លៃពេកក្នុងការប្រើប្រាស់ឆាយយានដ្រូនតម្លៃថោកដែលប្រើដោយរុស្ស៊ីលោកសង្កត់ធ្ងន់ថាពិភពលោកនេះពុំមានប្រទេសណាមួយមានមីស៊ីលគ្រប់គ្រាន់ដើម្បីបាញ់ទម្លាក់ដ្រូនគ្រប់ប្រភេទនោះទេលោក Zelensky បន្ថែមថាអ៊ុយក្រែនដែលពឹងផ្អែកខ្លាំងលើប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយឆ្ងាយរបស់លោកខាងលិចប៉ុន្តែបានបង្កើតវិធីសាស្ត្រក្នុងស្រុកដ៏ទំនើបមួយដើម្បីទប់ទល់ការវាយប្រហារជាច្រើនលើកច្រើនសាររបស់រុស្ស៊ីគួរតែមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការផ្ដល់ការណែនាំដល់សម្ព័ន្ធមិត្តរបស់ខ្លួនលើបញ្ហាបែបនេះប្រមុខអង្គការសហប្រជាជាតិបង្ហាញពីក្តីបារម្ភក្រោយយានដ្រូនរុស្ស៊ីបំពានដែនអាកាសរបស់ប៉ូឡូញអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំងកាលពីថ្ងៃពុធទី10កញ្ញាបន្ទាប់ពីយានដ្រូនរបស់រុស្ស៊ីត្រូវបានគេរាយការណ៍ថាបានចូលទៅក្នុងដែនអាកាសប៉ូឡូញពេញមួយយប់ដោយវាយប្រហារតំបន់លំនៅឋាននិងធ្វើឲ្យមានកង្វល់មានកាន់តែខ្លាំងឡើងអំពីការកើនឡើងនៅភាពតានតឹងក្នុងតំបន់អ្នកនាំពាក្យរបស់លោក Guterres លោក Stefan Dujarric បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយថាខ្ញុំអាចប្រាប់បានថាអគ្គលេខាធិការកំពុងតាមដានដោយមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍ដែលថាយានដ្រូនរុស្ស៊ីបានហោះចូលប្រទេសប៉ូឡូញពេញមួយយប់ដោយរំលោភលើដែនអាកាសរបស់ប្រទេសប៉ូឡូញដែលបណ្ដាលឲ្យមានការខូចខាតដល់តំបន់លំនៅឋាននៅក្នុងប្រទេសប៉ូឡូញលោក Dujarric បានសង្កត់ធ្ងន់ថាឧបទ្ទហេតុដែលត្រូវបានគេរាយការណ៍ថាបានកើតឡើងស្របពេលមានការវាយប្រហារដោយយានដ្រូននិងមីស៊ីលរបស់រុស្ស៊ីទ្រង់ទ្រាយធំមួយទៀតទៅលើអ៊ុយក្រែនជាថ្មីម្ដងទៀតគូបញ្ជាក់អំពីផលប៉ះពាល់ក្នុងតំបន់និងហានិភ័យពិតប្រាកដនៃការពង្រីកចំនួនដល់បំផ្លិចបំផ្លាញនេះលោកបានកត់សម្គាល់ថាមានតម្រូវការជាបន្ទាន់ដើម្បីឲ្យមានបទច្បាញ់ពេញលេញភ្លាមនិងគ្មានលក្ខខណ្ឌនិងដើម្បីធានាបានសន្តិភាពដ៏ត្រឹមត្រូវទូលំទូលាយនិងប្រកបដោយនិរន្តរភាពនៅអ៊ុយក្រែនជាអ្វីដែលអាចរក្សាបានពេញលេញនៅអធិបតេយ្យភាពឯករាជ្យភាពនិងបូរណភាពទឹកដីរបស់អ៊ុយក្រែនស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិច្បាប់អន្តរជាតិនិងសេចក្តីសម្រេចពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិគូបញ្ជាក់ថានាយករដ្ឋមន្ត្រីប៉ូឡូញលោក Donald Tusk បាននិយាយថាដែនអាកាសរបស់ប្រទេសលោកត្រូវបានរំលោភបំពានដោយយានដ្រូនរបស់រុស្ស៊ីពេញមួយយប់ដោយបន្ថែមថាកងកម្លាំងរបស់ការ NATO និងប៉ូឡូញបានបាញ់ទម្លាក់ជាច្រើនគ្រឿងដោយឡែកអ្នកការទូតរុស្ស៊ីចិនខ្ពស់មួយរូបនៅប្រទេសប៉ូឡូញបានចេញមកបដិសេធកាលពីថ្ងៃទី10កញ្ញាថាទីក្រុងម៉ូស្គូមានបាននៅពីក្រោយការទន្ទ្រានយានដ្រូនចូលក្នុងដែនអាកាសប៉ូឡូញនោះទេដោយអះអាងថាឧបករណ៍ទាំងនោះបានមកពីទិសដៅអ៊ុយក្រែនប៉ុណ្ណោះខណៈសម្ព័ន្ធយោធា NATO និងសហភាពអឺរ៉ុបបានប្រតិកម្មយ៉ាងខឹងសម្បាចំពោះរឿងនេះលោក Andriy Odas ជារដ្ឋាភិបាលបណ្ដោះអាសន្នរបស់រុស្ស៊ីនៅប៉ូឡូញបានចោទប្រកាន់រដ្ឋាភិបាលប៉ូឡូញថាតែងតែបន្ទោសទីក្រុងម៉ូស្គូនៅពេលណាដែលមានរឿងមិនធម្មតាកើតឡើងកំទេចកំទីពីយានដ្រូន10គ្រឿងនិងផ្នែកខ្លះនៃមីស៊ីលមួយគ្រាប់ត្រូវពិនិត្យឃើញនៅតំបន់ផ្សេងៗគ្នានៃប្រទេសប៉ូឡូញបន្ទាប់ពីយន្តហោះកងកម្លាំងអាកាសបានស្ទាក់ចាប់យុទ្ធោបករណ៍ទាំងនោះដែលជាការរំលោភបំពានដ៏ធំលើដែនអាកាសប៉ូឡូញនៅព្រឹកព្រលឹមថ្ងៃពុធបេសកជនរុស្ស៊ីរូបនោះបាននិយាយថាគ្មានហេតុផលណាដែលអាចជាបានឡើយថាដ្រូនដែលពាក់ព័ន្ធក្នុងឧបទ្ទហេតុពេញមួយយប់នោះបានមកពីរុស្ស៊ីដែលផ្ទុយទៅនឹងការអះអាងរបស់នាយករដ្ឋមន្ត្រីប៉ូឡូញលោក Donald Tusk ដែលថាទាំងនោះជាដ្រូនរុស្ស៊ីដែលហោះចូលផ្ទាល់ពីប្រទេសសម្ព័ន្ធមិត្តបេឡារុសមេដឹកនាំអង្គការ NATO និងប្លុកអឺរ៉ុបជាច្រើនរូបបានរិះគន់យ៉ាងខ្លាំងចំពោះការបំពាននេះថាមិនអាចទទួលយកបានឡើយហើយលោកស្រីកាយចាកាឡាសអ្នកតំណាងកិច្ចការបរទេសជាន់ខ្ពស់របស់សហភាពអឺរ៉ុបបាននិយាយថានេះជាចេតនាមិនមែនដោយចៃដន្យទេយ៉ាងណាមិញក្រសួងការពាររុស្ស៊ីនិយាយថាដ្រូនរបស់ខ្លួនបានវាយប្រហារដ៏ធំមួយលើមូលដ្ឋានយោធាភាគខាងលិចអ៊ុយក្រែនប៉ុន្តែមិនមានគម្រោងវាយប្រហារគោលដៅណាមួយនៅប្រទេសប៉ូឡូញនោះឡើយដោយឡែកបន្ទាប់ពីយន្តហោះរបស់អង្គការ NATO បានស្ទាក់ចាប់យានដ្រូនក្នុងដែនអាកាសប៉ូឡូញសម្ព័ន្ធយោធាលោកខាងលិចមួយនេះបានប្រឹងប្រែងធានាដល់ពលរដ្ឋរបស់ខ្លួនឡើងវិញកាលពីថ្ងៃពុធទី10កញ្ញាថាអ្វីៗបានដំណើរការដោយដើររំពឹងទុកប៉ុន្តែការទន្ទ្រានដែនអាកាសសមាជិក NATO បានចោទជាសំណួរយ៉ាងច្រើនលើខែលការពារយានដ្រូនរបស់សម្ព័ន្ធយោធាមួយនេះឧបទ្ទហេតុនេះតំណាងឲ្យការរាលដាលសង្គ្រាមអ៊ុយក្រែនដ៏ធ្ងន់ធ្ងរបំផុតរហូតមកដល់បច្ចុប្បន្នខណៈយន្តហោះ NATO បាញ់ទម្លាក់យានដ្រូនជាលើកដំបូងបំផុតដែលខ្លួននិយាយថាមកពីរុស្ស៊ីទីក្រុងម៉ូស្គូបដិសេធការទទួលខុសត្រូវចំពោះឧបទ្ទហេតុចុងក្រោយនេះដោយអ្នកការទូតជាន់ខ្ពស់នៅប៉ូឡូញនិយាយថាដ្រូននោះបានមកពីទិសដៅអ៊ុយក្រែនចំណែកក្រសួងការពារជាតិរុស្ស៊ីនិយាយថាខ្លួនមិនមានគម្រោងវាយប្រហារគោលដៅណាមួយនៅប៉ូឡូញនោះឡើយលោក Maruti អគ្គលេខាធិការអង្គការ NATO បានប្រកាសថាខែលការពារដែនអាកាស NATO ត្រូវបើកឲ្យសកម្មនិងធានាបានដោយជោគជ័យនៅការការពារទឹកដី NATO យ៉ាងណាមិញក្រុមអ្នកវិភាគនិយាយថាឧបទ្ទហេតុនេះបានចោទជាចម្ងល់សំខាន់សម្រាប់ NATO ថាដ្រូនបរទេសមិនគួរចូលទៅគៀកដែនអាកាស NATO បានឡើយកុំថាឡើយការចូលដល់ក្នុងដែនអាកាសបែបនេះហើយថាសម្ព័ន្ធយោធាបំពាក់អាវុធបានល្អប៉ុណ្ណាដើម្បីទប់ទល់នឹងការគំរាមកំហែងបែបនេះគោលរំលឹកថាកាលពីមុនមានឧបទ្ទហេតុយានដ្រូនជ្រុលចូលដែនអាកាសតិចតួចបែបនេះច្រើនណាស់រីក៏កំទេចកំទីពីសង្គ្រាមនៅអ៊ុយក្រែននៅក្នុងប្រទេសនានារួមទាំងប៉ូឡូញ ឡាតវីនិងរូម៉ានីប៉ុន្តែ NATO បានជ្រើសរើសមិនឆ្លើយតបដោយយោធានោះទេរីឯប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បាននិយាយកាលពីថ្ងៃពុធទី10កញ្ញាថាសហភាពអឺរ៉ុបកំពុងរៀបចំការពន្លឿនដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ីខណៈបង្កើនការគាំទ្រទាំងផ្នែកយោធានិងហិរញ្ញវត្ថុសម្រាប់អ៊ុយក្រែនថ្លែងក្នុងសន្ទរកថាទៅកាន់សហភាពអឺរ៉ុបលោកស្រី Ursula von der Leyen បាននិយាយថាប្លុកនេះកំពុងធ្វើការជាមួយដៃគូលើកញ្ចប់ទណ្ឌកម្មទី19រួមទាំងវិធានការដើម្បីពន្លឿនដំណាក់កាលលុបបំបាត់ការទិញឥន្ធនៈហ្វូស៊ីលរុស្ស៊ីនិងផែនការបង្ក្រាបកងនាវាស្រមោលរបស់រុស្ស៊ីលោកស្រីក៏បានកត់សម្គាល់ថាសហភាពអឺរ៉ុបបានផ្ដល់ជំនួយផ្នែកយោធានិងហិរញ្ញវត្ថុជិត170,000,000,000 លានអឺរ៉ូឬ
$199,000 រួចហើយសម្រាប់អ៊ុយក្រែនហើយកំពុងបង្កើនយន្តការថ្មីដើម្បីធានាបាននូវការគ្រប់គ្រងរយៈពេលវែងក្នុងចំណោមកញ្ចប់ជាមួយនោះរួមមានផែនការហិរញ្ញប្បទានដោយផ្អែកលើទ្រព្យសម្បត្តិបង្ករបស់រុស្ស៊ីដើម្បីផ្ដល់ឲ្យអ៊ុយក្រែននៅប្រាក់កម្ចីឥតសំណងលោកស្រី von der Leyen ក៏បានប្រកាសពីការបង្កើតសម្ព័ន្ធយានដ្រូនជាមួយអ៊ុយក្រែនដើម្បីជួយរក្សាការមានភាពក្នុងសមត្ថភាពរបស់ខ្លួនក៏ដូចជាប្រព័ន្ធឃ្លាំមើលស្លាបខាងកើតផងដែរជំហាននេះនឹងពាក់ព័ន្ធនឹងការវិនិយោគលើការឃ្លាំមើលលំហអាកាសតាមពេលវេលាជាក់ស្ដែងនិងការសាងសង់ជញ្ជាំងដ្រូននៅតាមបណ្ដោយព្រំដែនភាគខាងកើតរបស់អឺរ៉ុបបន្ទាប់ពីសំណើរបស់រដ្ឋប៉ាតិចអ៊ីស្រាអែលនឹងសម្លាប់មេដឹកនាំក្រុមហាម៉ាស់ពេលក្រោយទៀតប្រសិនបើពួកគេរួចផុតពីការវាយប្រហារនៅកាតាឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅសហរដ្ឋអាមេរិកបាននិយាយបន្ទាប់ពីប្រតិបត្តិការថាប្រសិនបើអ៊ីស្រាអែលបរាជ័យក្នុងការសម្លាប់មេដឹកនាំក្រុមហាម៉ាស់ក្នុងការវាយប្រហារតាមអាកាសលើទឹកដីរបស់កាតាខ្លួននឹងព្យាយាមនៅពេលក្រោយទៀតហើយអាចនឹងជោគជ័យដែលបង្កើនការព្រួយបារម្ភថានឹងប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីទទួលបានបទច្បាញ់នៅតំបន់កាសាលោកយាយឈឺ Litter បាននិយាយក្នុងសន្ទរកថាមួយនៅឯវិមាន Capitol របស់សហរដ្ឋអាមេរិកកាលពីថ្ងៃពុធថាយើងបានកំណត់គោលដៅក្រុមភេរវករគ្រប់ទីកន្លែងដែលអាចធ្វើទៅបានយើងនឹងដេញតាមពួកគេហើយយើងនឹងបំផ្លាញអ្នកដែលនឹងបំផ្លាញយើងអ៊ីស្រាអែលបានប៉ុនប៉ងសម្លាប់មេដឹកនាំនយោបាយនៃក្រុម Hamas ដោយវាយប្រហារនៅរដ្ឋធានី Doha របស់ប្រទេសកាតាកាលពីថ្ងៃអង្គារសប្តាហ៍នេះដោយបង្កើនសកម្មភាពយោធារបស់ខ្លួននៅឯមជ្ឈមណ្ឌលពីអ្វីដែលអាមេរិកបានហៅថាជាការវាយប្រហារឯកតោភាគីការវាយប្រហារតាមអាកាសបានកើតឡើងភ្លាមៗបន្ទាប់ពីក្រុម Hamas បានអះអាងទទួលខុសត្រូវចំពោះការបាញ់ប្រហារកាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះដែលបានសម្លាប់មនុស្ស6នាក់នៅឯចំណតរថយន្តក្រុងមួយនៅឯជ័យក្រុង Jerusalem ប្រតិបត្តិការក្រុង Doha ដែលត្រូវបានថ្កោលទោសយ៉ាងខ្លាំងគេមានភាពរសើបជាពិសេសដោយសារតែកាតានិងកំពុងធ្វើជាម្ចាស់ផ្ទះនិងសម្របសម្រួលក្នុងការចរចាបំណងធានាបានបទច្បាញ់ក្នុងសង្គ្រាមកាសាសារព័ត៌មាន Wall Street Journal បានរាយការណ៍ថាប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានជជែកតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ដ៏តានតឹងកាលពីថ្ងៃអង្គារដោយប្រាប់ថាការសម្រេចចិត្តរបស់លោក Netanyahu ក្នុងការកំណត់គោលដៅលើក្រុម Hamas នៅកាតាគឺមិនត្រឹមត្រូវទេរីឯប្រជាជនប៉ាឡេស្ទីនបានប្រមូលផ្ដុំគ្នាកាលពីថ្ងៃពុធទី10កញ្ញានៅកន្លែងនៃការវាយប្រហាររបស់អ៊ីស្រាអែលលើអគារលំនៅឋានដែលជាផ្ទះសម្បែងរបស់ប្រជាជនរត់ភៀសខ្លួនពីសង្គ្រាមក្រុមគ្រូពេទ្យបាននិយាយថាជនជាតិប៉ាឡេស្ទីនពីរនាក់បានស្លាប់និងផ្សេងទៀតបានរងរបួសនៅពេលដែលការវាយប្រហារបានចំអគារខ្ពស់មួយនៅភាគខាងលិចទីក្រុងកាសាដោយក្រុមគ្រួសារបានបន្ថែមថាអ្នករងរបួសគឺក្នុងចំណោមប្រជាជនដែលរស់នៅក្បែរអគារ12ចិនប្រជាពលរដ្ឋរាប់សិបគ្រួសារបានភៀសខ្លួនម្ដងហើយម្ដងទៀតដោយសារការបំផ្លិចបំផ្លាញអគារដែលបានបំផ្លាញជំរំតង់នៅតំបន់ជុំវិញផងដែរអ៊ីស្រាអែលបានចេញការព្រមានដល់ពលរដ្ឋប៉ាឡេស្ទីនឲ្យចាកចេញពីទីក្រុងកាសាជាតំបន់ធ្លាប់មានប្រជាជនប្រហែល1លានអ្នករស់នៅខណៈព្យាយាមបំផ្លាញអ្វីដែលនៅសេសសល់របស់ក្រុម Hamas ដែលត្រូវបានកំទេចដោយយោធាអ៊ីស្រាអែលតាំងពីខែតុលាឆ្នាំ2023មកការបញ្ជាជំនះនេះបានធ្វើឲ្យមានការភ័យស្លន់ស្លោនិងភាពច្របូកច្របល់ក្នុងចំណោមអ្នកស្រុកក្នុងក្រុងកាសាអ្នកខ្លះបាននិយាយថាពួកគេនឹងគ្មានជំនឿអ្វីក្រៅពីចាកចេញទៅកាន់ភាគខាងត្បូងនោះទេខណៈភាគច្រើនអ្នកផ្សេងទៀតបាននិយាយថាពួកគេនឹងបន្តស្នាក់នៅព្រោះគ្មានកន្លែងផ្សេងទៀតមានសុវត្ថិភាពឡើយរីឯមនុស្សយ៉ាងហោចណាស់35នាក់ត្រូវបានសម្លាប់បន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសនៅក្នុងរដ្ឋធានី Zaneya និងខេត្ត Al-Jaf របស់យេម៉ែនមួយថ្ងៃបន្ទាប់ពីបានទម្លាក់គ្រាប់បែកដាក់គោលដៅលើមេដឹកនាំក្រុម Hamas នៅក្នុងរដ្ឋធានី Doha របស់ប្រទេសកាតាក្រសួងសុខាភិបាលនៃប្រទេសយេម៉ែនបាននិយាយកាលពីថ្ងៃពុធថាមនុស្ស131នាក់បានរងរបួសក្នុងការឈ្លានពានរបស់អ៊ីស្រាអែលលើរដ្ឋធានី Zaneya និងខេត្ត Al-Jaf ក្រសួងនេះបានហៅតួលេខនេះថាជាចំនួនអ្នកស្លាប់បឋមដោយព្រមានថាជាចំនួនអាចនឹងកើនឡើងស្របពេលដែលក្រុមជួយសង្គ្រោះបន្តស្វែងរកជនរងគ្រោះក្រសួងដដែលបាននិយាយថាការវាយឆ្មក់បានវាយប្រហារទៅលើតំបន់ជនស៊ីវិលនិងលំនៅឋានរួមទាំងសង្កាត់ Al-Tarer របស់រដ្ឋធានី Zaneya ជាអគារវិទ្យាសាស្ត្រស្ថិតនៅផ្លូវលេខ60ភាគនិរតីនៃរដ្ឋធានីនេះនិងបរិវេណរដ្ឋាភិបាលមួយក្នុងទីក្រុង Al-Hazm នៃខេត្ត Al-Jaf របស់រដ្ឋធានីនេះយោងតាមទូរទស្សន៍ Al-Mazira TV ដែលគ្រប់គ្រងដោយក្រុមចលនាហ៊ូទីបានឲ្យដឹងថាការវាយឆ្មក់ជាច្រើនបានកំណត់គោលដៅលើទីតាំងវិទ្យាសាស្ត្រមួយសម្រាប់វិស័យសុខាភិបាលនៅភាគនិរតីរដ្ឋធានី Zaneya និងបរិវេណរដ្ឋាភិបាលក្នុងទីក្រុង Al-Hazm ដោយឡែកប្រធានាធិបតីអ៊ីស្រាអែលលោក Isaac Herzog បានប្រាប់អ្នកចូលរួមកម្មវិធីមួយនៅក្នុងទីក្រុងឡុងកាលពីថ្ងៃពុធទី10កញ្ញាថាសង្គ្រាមកំពុងបន្តរបស់អ៊ីស្រាអែលនៅតំបន់កាសាគឺការពីអឺរ៉ុបនិងតម្លៃប្រទេសលោកខាងលិចលោកបាននិយាយថាយើងកំពុងការពីអឺរ៉ុបយើងកំពុងការពីតម្លៃលោកខាងលិចនៅពិភពលោកសេរីដែលឈាមនឹងទឹកភ្នែករបស់កូនប្រុសស្រីនិងក្រុមគ្រួសាររបស់យើងលោក Herzog បាននិយាយបន្ថែមថាអ៊ីស្រាអែលនៅទីនោះនៅជួរមុខនៃការប្រយុទ្ធប្រឆាំងអរិយធម៌ក្រុមជីហាតសន្ទរកថារបស់លោក Herzog ក្នុងព្រឹត្តិការណ៍មួយនៅវិទ្យាស្ថាន Chatham House ក្នុងទីក្រុងឡុងបានធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីលោកបានជួបជាមួយនាយរដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer នៅការិយាល័យ Downing Street លោក Herzog បាននិយាយថាលោកបានជជែកតវ៉ាជាមួយលោក Starmer ក្នុងអំឡុងពេលជំនួបដ៏លំបាកដែលគ្របដណ្ដប់ដោយការខ្វែងគំនិតគ្នាយ៉ាងជ្រៅលើចំណាត់ការថ្មីៗរបស់ប្រទេសនីមួយៗជំនួបនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីអ៊ីស្រាអែលបានពង្រីកការវាយប្រហាររបស់ខ្លួនលើក្រុម Hamas ដោយបើកការវាយប្រហារតាមអាកាសក្នុងគោលបំណងសម្លាប់មេដឹកនាំនយោបាយរបស់ក្រុមអ៊ីស្លាមនិយមមួយនេះនៅក្នុងប្រទេសកាតាជាសម្ព័ន្ធមិត្តរបស់អង់គ្លេសនៅមជ្ឈមណ្ឌលដែលលោក Starmer បានថ្កោលទោសលោកពូទីនត្រៀមខ្លួនជាស្រ័យដើម្បីឈ្លានពានប្រទេសផ្សេងៗខណៈស្ថានភាពកាន់តែក្តៅរវាងប៉ូឡូញនិងរុស្ស៊ីថ្មីៗនេះប្រធានាធិបតីប៉ូឡូញ Karol Nawrocki កាលពីថ្ងៃអង្គារទី9កញ្ញាបានព្រមានថាប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានត្រៀមខ្លួនរួចជាស្រេចក្នុងការឈ្លានពានប្រទេសផ្សេងទៀតបន្ទាប់ពីលោកបានសម្រេចចិត្តចាប់ផ្ដើមចំនួននៅអ៊ុយក្រែននៅឯសន្និសីទសារព័ត៌មានជាមួយប្រធានាធិបតីហ្វាំងឡុងលោក Alexander Stubb នៅទីក្រុង Helsinki លោក Nawrocki បានប្រាប់អ្នកសារព័ត៌មានថាយើងមិនទុកចិត្តលើចេតនាល្អរបស់លោក Vladimir Putin ឡើយទាំងប្រទេសប៉ូឡូញនិងហ្វាំងឡុងមានព្រមប្រទល់ជាប់នៅរុស្ស៊ីហើយសមាជិកអង្គការ NATO ទាំងពីរបានចាប់ផ្ដើមមានក្តីបារម្ភដោយសារការលើកលុយរបស់ទីក្រុងមូស្គូលើអ៊ុយក្រែននៅឆ្នាំ2022ប្រធានាធិបតីប៉ូឡូញទើបជាប់ឆ្នោតថ្មីនេះបានបន្តថាពិតណាស់ខណៈពេលដែលរងចាំសម្រាប់សន្តិភាពយងវែងសន្តិភាពអចិន្ត្រៃយ៍ដែលចាំបាច់សម្រាប់តំបន់របស់យើងជឿថាលោក Vladimir Putin បានត្រៀមខ្លួនរួចជាស្រេចដើម្បីឈ្លានពានប្រទេសផ្សេងទៀតដោយមិន
បានបញ្ជាក់អំពីវិធានការជាក់លាក់ណាមួយលោកបានបន្ថែមថានោះហើយជាមូលហេតុដែលយើងកំពុងអភិវឌ្ឍកម្លាំងប្រដាប់អាវុធរបស់យើងកំពុងអភិវឌ្ឍភាពជាដៃគូនិងទំនាក់ទំនងសន្តិភាពរបស់យើងលោក Navraki បានបញ្ជាក់ថាក្រុមសន្តិសុខនៅទូទាំងតំបន់បានផ្លាស់ប្ដូរហើយថាលោកប្រធានាធិបតីអាមេរិក Donald Trump គឺជាមេដឹកនាំតែមួយគត់នៃពិភពលោកសេរីដែលអាចបង្ខំលោក Putin ព្រមចរចាកាលពីសប្តាហ៍មុនលោក Trump បានលើកឡើងពីការបញ្ជូនទាហានបន្ថែមទៅប៉ូឡូញខណៈដែលលោកបានស្វាគមន៍លោក Navraki នៅសេតវិមានជាមួយនឹងយន្តហោះយោធាហោះពីលើរាជនាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer នៅថ្ងៃពុធទី10 កញ្ញាបានហៅការលុកលុយដែនអាកាសប៉ូឡូញដោយយានដ្រូនរបស់រុស្ស៊ីថាជាការធ្វេសប្រហែសធ្ងន់ធ្ងរខ្លាំងណាស់ដោយនិយាយថាការធ្វើបែបនេះបង្ហាញពីការមិនយកចិត្តទុកដាក់ចំពោះសន្តិភាពពីសំណាក់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin លោក Starmer បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរមិនធ្លាប់មានពីមុនមកលើដែនអាកាសរបស់ប្រទេសប៉ូឡូញនិងអង្គការ NATO ដោយយានដ្រូនរបស់រុស្ស៊ីគឺបង្កឲ្យមានក្តីបារម្ភយ៉ាងខ្លាំងលោកបានបញ្ជាក់ថាលោកបានតាក់ទងជាមួយនាយករដ្ឋមន្ត្រីប៉ូឡូញលោក Donald Tusk កាលពីព្រឹកថ្ងៃពុធដើម្បីបញ្ជាក់យ៉ាងច្បាស់លាស់អំពីការគាំទ្ររបស់យើងចំពោះប៉ូឡូញហើយថាយើងនឹងឈរយ៉ាងរឹងមាំសម្រាប់ការគាំទ្ររបស់យើងចំពោះអ៊ុយក្រែនលោកនាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះបានបន្ថែមថាខ្ញុំពិតជាដឹងគុណចំពោះកងកម្លាំងអង្គការ NATO និងប៉ូឡូញដែលបានឆ្លើយតបយ៉ាងឆាប់រហ័សដើម្បីការពារសម្ព័ន្ធភាពប្រទេសប៉ូឡូញដែលមានជំនួយពីប្រព័ន្ធការពារដែនអាកាសរបស់អង្គការ NATO បានជួយទប់ទល់នឹងយានដ្រូនរុស្ស៊ីជាច្រើនគ្រឿងដែលបានហោះចូលទឹកដីប៉ូឡូញពេញមួយយប់ដោយឡែកវាមានកម្លាំងនៅថ្ងៃពុធទី10 កញ្ញាបានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីឡើយជំវិញសេចក្តីថ្លែងការណ៍របស់ប្រទេសប៉ូឡូញដែលថាខ្លួនបានបាញ់ទម្លាក់យានដ្រូនរបស់រុស្ស៊ីនៅក្នុងដែនអាកាសប៉ូឡូញដោយបញ្ជាក់ថានេះគឺជាបញ្ហាសម្រាប់ក្រសួងការពារជាតិគួរបញ្ជាក់ថាប្រទេសប៉ូឡូញបានបាញ់ទម្លាក់យានដ្រូននៅក្នុងដែនអាកាសរបស់ខ្លួនកាលពីថ្ងៃពុធដោយមានការគាំទ្រដោយយន្តហោះយោធាពីសម្ព័ន្ធមិត្ត NATO របស់ខ្លួនដោយនេះគឺជាលើកដំបូងហើយដែលសមាជិកនៃសម្ព័ន្ធយោធាលោកខាងលិចមួយនេះត្រូវបានគេដឹងថាបានបាញ់ទម្លាក់អាវុធក្នុងអំឡុងពេលមានសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែននាយករដ្ឋមន្ត្រីប៉ូឡូញលោក Donald Tusk បាននិយាយថានេះគឺជាការបង្កហេតុទ្រង់ទ្រាយធំនិងជាស្ថានភាពគ្រោះថ្នាក់បំផុតដែលយើងបានជួបប្រទះគិតចាប់តាំងពីសង្គ្រាមលោកលើកទី2ទោះបីជាលោកបាននិយាយផងដែរថាលោកគ្មានហេតុផលក្នុងការជឿថាប្រទេសកំពុងស្ថិតនៅមុខច្រត់នៃការមានសង្គ្រាមក៏ដោយនៅពេលត្រូវបានសួរអំពីយានដ្រូននិងការកត់សម្គាល់របស់លោក Tusk អ្នកនាំពាក្យរាជកម្លាំងលោក Dmitry Peskov បាននិយាយថាក្នុងករណីនេះយើងមិនចង់ធ្វើអត្ថាធិប្បាយអ្វីឡើយអំពីវាទោះតាមមធ្យោបាយណាមួយក៏ដោយនេះមិនមែនជាការទទួលខុសត្រូវរបស់យើងទេពលគឺវាជាទូនាទីរបស់ក្រសួងការពារជាតិលោក Peskov បានបញ្ជាក់ថាវិមានកម្លាំងមិនបានទទួលសំណើណាមួយសម្រាប់ការតាក់ទងពីប៉ូឡូញឡើយប៉ុន្តែបានច្រានចោលការចោទប្រកាន់របស់សហភាពអឺរ៉ុបនិងអង្គការ NATO ដែលថារុស្ស៊ីបានធ្វើសកម្មភាពបង្កហេតុលោក Peskov បានប្រាប់ថាមេដឹកនាំរបស់សហភាពអឺរ៉ុបនិងអង្គការ NATO បានចោទប្រកាន់រុស្ស៊ីបង្ករឿងហេតុជារៀងរាល់ថ្ងៃដោយភាគច្រើននៃការចោទប្រកាន់នោះមិនឃើញមានបង្ហាញអំពីអំណះអំណាងសូម្បីតែមួយរហូតមកដល់ពេលនេះក្រសួងការពារជាតិរុស្ស៊ីមិនទាន់បានធ្វើអត្ថាធិប្បាយអ្វីឡើយអំពីឧបទ្ទវហេតុយានដ្រូននៅប្រទេសប៉ូឡូញនេះអឺរ៉ុបមានបំណងសម្រាប់សម្រួលការដាក់ទណ្ឌកម្មជុំដំបូងជាមួយរដ្ឋបាលលោក Trump ប្រឆាំងនឹងរុស្ស៊ីក្រុមមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកផ្នែកដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបបានទៅកាន់ទីក្រុង Washington ជាមួយក្រុមអ្នកជំនាញកាលពីថ្ងៃច័ន្ទទី8 កញ្ញាដើម្បីពិភាក្សាពីអ្វីដែលនឹងក្លាយជាវិធានការទណ្ឌកម្មឆ្លងមហាសមុទ្រអាត្លង់តិកដែលសម្រាប់សម្រួលជាលើកដំបូងបំផុតចាប់តាំងពីលោកប្រធានាធិបតី Donald Trump ត្រឡប់ចូលកាន់តំណែងប្រឆាំងនឹងរុស្ស៊ីដោយទីក្រុងមូស្គូនៅតែបន្តវាយលុកទីក្រុងនានារបស់អ៊ុយក្រែនច្រើនជាង3សប្តាហ៍បន្ទាប់ពីលោក Trump បានជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ក្នុងកិច្ចប្រជុំកំពូលនៅ Alaska បណ្ដាមេដឹកនាំអឺរ៉ុបសង្ឃឹមថានៅទីបំផុតប្រធានាធិបតីអាមេរិករូបនេះបានត្រៀមខ្លួនរួចរាល់ដើម្បីអនុវត្តតាមការគម្រាមកំហែងដាក់ទណ្ឌកម្មលើរុស្ស៊ីម្ដងហើយម្ដងទៀតរបស់លោកកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសដ៏ធំបំផុតក្នុងសង្គ្រាមរហូតមកដល់ពេលនេះបានបំផ្លាញអគាររដ្ឋាភិបាលទីក្រុងគៀវលោក Trump និយាយថាលោកត្រៀមរួចហើយដើម្បីឆ្ពោះទៅរកការរឹតបន្តឹងដំណាក់កាលទី2ប៉ុន្តែលោកមិនទាន់ប្រកាសទណ្ឌកម្មថ្មីផ្លូវការនៅឡើយទេប្លុកអឺរ៉ុបផ្ដល់សេចក្តីលម្អិតតិចតួចណាស់ពីបេសកកម្មរបស់ប្រេសិតទណ្ឌកម្មរបស់ខ្លួនគឺលោក David O'Sullivan ប្រចាំនៅអាមេរិកនោះប៉ុន្តែប្រសិនបើលោកទទួលបានជោគជ័យក្នុងការសម្របសម្រួលកញ្ចប់មួយជាមួយភាគីអាមេរិកបាននោះនឹងក្លាយជាទណ្ឌកម្មទី1ហើយដែលកើតឡើងចាប់តាំងពីលោក Trump ត្រឡប់មកកាន់តំណែងវិញនៅខែមករាឆ្នាំ2025នេះក្រុមមន្ត្រីប្លុកអឺរ៉ុបសង្ឃឹមថានឹងមានកិច្ចសហប្រតិបត្តិការកាន់តែប្រសើរឡើងបន្ទាប់ពីការខកចិត្តជាច្រើនដងនៅដើមឆ្នាំនេះខណៈលោក Trump បានបន្តកិច្ចចរចាសន្តិភាពផ្ទាល់ខ្លួនជាមួយលោក Putin អ្នកនាំពាក្យវិមានកម្លាំងលោក Dmitry Peskov ហាក់ច្រានចោលការគំរាមកំហែងនេះដោយនិយាយថាពុំមានទណ្ឌកម្មណាអាចបង្ខំឲ្យរុស្ស៊ីបដូរចំហជាប់លាប់របស់ខ្លួនបានឡើយលោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យថាលោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីឈានទៅដំណាក់កាលទី2នៃការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីដែលលោកបានលើកឡើងថាលោកជាឈានដល់ការបង្កើនការដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងមូស្គូឬប្រទេសទិញប្រេងរបស់រុស្ស៊ីជំវិញសង្គ្រាមនៅអ៊ុយក្រែនហើយលោក Trump បានគម្រាមក្រុងមូស្គូម្ដងហើយម្ដងទៀតនៅការដាក់ទណ្ឌកម្មបន្ថែមទៀតប៉ុន្តែបានផ្អាកទណ្ឌកម្មទាំងនោះខណៈលោកបន្តការចរចាសន្តិភាពការអធិប្បាយចុងក្រោយបំផុតបង្ហាញពីអរិយាប័ត្រកាន់តែរឹងត្អឹងប៉ុន្តែក្រោយមកលោក Trump និយាយថាលោកបានបដិញ្ញាចិត្តចំពោះការសម្រេចចិត្តបែបនេះឬអ្វីដែលជាដំណាក់កាលទី2អាចនឹងកើតឡើងនៅពេលត្រូវបានសួរដោយក្រុមអ្នកសារព្រមាននៅឯសេតវិមានថាតើលោកត្រៀមដើម្បីឆ្ពោះទៅរកដំណាក់កាលទី2នៃការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ីរួចរាល់ហើយឬនៅលោក Trump បានឆ្លើយតបថារួចរាល់ហើយតែលោកពុំបានបញ្ជាក់លម្អិតទេលោក Trump មានការខកចិត្តដែលមិនអាចបញ្ឈប់ការប្រយុទ្ធគ្នាបានបន្ទាប់ពីលោកបានព្យាករណ៍ដំបូងថារូបលោកនឹងអាចបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនបានយ៉ាងឆាប់រហ័សនៅពេលលោកចូលកាន់តំណែងក្នុងខែមករាដើមឆ្នាំ2025នេះដោយឡែកក្រុមមន្ត្រីអ៊ុយក្រែននិយាយថារុស្ស៊ីបានបង្កើតវាយប្រហារតាមច្រកអាកាសទ្រង់ទ្រាយធំបំផុតរបស់ខ្លួនអំឡុងសង្គ្រាមលើអ៊ុយក្រែនកាលពីយប់កន្លងទៅដោយធ្វើឲ្យអគាររដ្ឋាភិបាលសំខាន់ៗរងការឆាបឆេះជាអគិភ័យឡើងនៅកណ្ដាលទីក្រុងគៀវនិងបានសម្លាប់មនុស្សយ៉ាងហោច4នាក់រួមទាំងទារកម្នាក់ផងដែរប្រេសិតពិសេសសហរដ្ឋអាមេរិកប្រចាំនៅអ៊ុយក្រែនលោក Ken Kellogg និយាយថាការវាយប្រហារចុងក្រោយរបស់រុស្ស៊ីនេះទំនងជាការកើនឡើងនៃចំនួនលោក Kellogg បានសរសេរនៅក្នុងសារបង្ហោះលើបណ្ដាញព័ត៌មានសង្គម X ថាការវាយប្រហារនេះមិនមែនជាសញ្ញាមួយដែលរុស្ស៊ីចង់បញ្ចប់សង្គ្រាមមួយនេះដោយវិស័យការទូតនោះឡើយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky និយាយថាការវាយប្រហារយានដ្រូននិងមីស៊ីលបានសម្លាប់មនុស្ស4នាក់និងបណ្ដាលឲ្យមានការខូចខាតនៅទូទាំងតំ
តំបន់ភាគខាងជើងនិងតំបន់ភាគខាងកើតប្រទេសរួមទាំងទីក្រុង Zaporizhzhia គ្រីវីយេរីសនិងទីក្រុង Odessa ក៏ដូចជាតំបន់ Sumy និងតំបន់ Chernihiv លោក Zelensky និយាយនៅក្នុងសារបង្ហោះលើបណ្ដាញព័ត៌មានសង្គម X ថាការសម្លាប់បែបនេះពេលដែលវិស័យការទូតពិតប្រាកដអាចចាប់ផ្ដើមតាំងពីយូររួចទៅហើយនោះគឺជាឧក្រិដ្ឋកម្មដោយចេតនានិងការពន្យាពេលសង្គ្រាមលោកបានធ្វើការអំពាវនាវសារជាថ្មីដល់សម្ព័ន្ធមិត្តឲ្យជួយពង្រឹងប្រព័ន្ធការពារអាកាសអ៊ុយក្រែនក្រោយថ្ងៃរះផ្សេងយ៉ាងក្រាស់ត្រូវបានគេមើលឃើញហុយឡើងលើអាកាសចេញពីចិនលើអគាររដ្ឋាភិបាលដែលរងការឆាបឆេះស្ថិតនៅសង្កាត់ប្រវត្តិសាស្ត្រ Pechersky កន្លែងផ្សេងទៀតនៅក្នុងទីក្រុងគៀវអគារផ្ទះល្វែងអ្នកស្រុករងការវាយប្រហារនិងរងការខូចខាតក្នុងនោះប្រជាពលរដ្ឋរំភួយបានជួបជុំគ្នានៅតាមផ្លូវខាងក្រៅផ្ទះរងការខូចខាតរបស់ពួកគេស្របពេលក្រុមជួយសង្គ្រោះព្យាយាមពន្លត់អណ្ដាតភ្លើងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានអំពាវនាវសុំការគាំទ្របន្ថែមទៀតពីសម្ព័ន្ធមិត្តក្រោយរុស្ស៊ីបើការវាយប្រហារយានដ្រូននិងមីស៊ីលទ្រង់ទ្រាយធំបំផុតបណ្ដាលឲ្យមនុស្ស4នាក់ស្លាប់លោកបាននិយាយថាការវាយប្រហារនេះបណ្ដាលឲ្យមានការខូចខាតនៅទូទាំងតំបន់ភាគខាងជើងនិងតំបន់ភាគខាងកើតប្រទេសរួមទាំងទីក្រុង Zaporizhzhia គ្រីវីយេរីសនិងទីក្រុង Odessa ក៏ដូចជាតំបន់ Sumy និងតំបន់ Chernihiv ក្រុមមន្ត្រីអ៊ុយក្រែននិយាយថារុស្ស៊ីបានបើកការវាយប្រហារតាមច្រកអាកាសទ្រង់ទ្រាយធំបំផុតរបស់ខ្លួនអំឡុងសង្គ្រាមលើអ៊ុយក្រែនកាលពីយប់កន្លងទៅដោយធ្វើឲ្យអគាររដ្ឋាភិបាលសំខាន់ៗរងការឆាបឆេះជាអគ្គិភ័យនៅកណ្ដាលទីក្រុងគៀវនិងបានសម្លាប់មនុស្សយ៉ាងហោចណាស់4នាក់រួមទាំងទារកម្នាក់ផងដែរលោក Zelensky អំពាវនាវមានការឆ្លើយតបទូលំទូលាយពីសម្ព័ន្ធមិត្តអឺរ៉ុបរបស់អ៊ុយក្រែនដោយលោកបន្តថាលោកពូទីនមិនចង់ចរចានោះទេច្បាស់ណាស់ថាគាត់លាក់ខ្លួនពីការចរចាខណៈពេលនោះដែរសម្ព័ន្ធមិត្តអឺរ៉ុបរបស់ទីក្រុងគៀវបានធ្វើការថ្កោលទោសការវាយប្រហារមួយនេះនិងសន្យាឈរខាងអ៊ុយក្រែនទាំងផ្នែកនយោបាយនិងយោធាប៉ុន្តែការផ្ដល់ជំនួយយ៉ាងរឹងមាំរួមទាំងលទ្ធភាពនៃទាហានជើងគោកនៅត្រូវពិភាក្សានៅឡើយកូរ៉េខាងជើងគ្រប់គ្រងការតស៊ូរបស់រុស្ស៊ីដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួនមេដឹកនាំប្រទេសកូរ៉េខាងជើងលោកគីមចុងអ៊ុនបាននិយាយថាកូរ៉េខាងជើងនឹងគ្រប់គ្រងយ៉ាងពេញទំហឹងដល់កិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ីដើម្បីការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួនយោងតាមក្រសួងការពារជាតិរុស្ស៊ីមន្ត្រីការពារជាតិជាន់ខ្ពស់លោកអាន់ដ្រីបេឡូសូវបានចូលរួមក្នុងពិធីទទួលជាផ្លូវការក្នុងឱកាសខួបលើកទី77នៃការបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនាថ្ងៃទី9កញ្ញាព្រឹត្តិការណ៍នេះបានធ្វើឡើងនៅស្ថានទូតរបស់ប្រទេសក្នុងទីក្រុងមូស្គូក្រសួងបញ្ជាក់ថាការលើកឡើងរបស់លោកគីមចុងអ៊ុនត្រូវបានពំនាំនិងបញ្ជូនដោយឯករាជ្យទូតកូរ៉េខាងជើងប្រចាំទីក្រុងមូស្គូលោកស៊ីនហុងជុលយើងគ្រប់គ្រងយ៉ាងពេញទំហឹងដល់រដ្ឋាភិបាលនិងកងទ័ពរុស្ស៊ីក្នុងការតស៊ូដើម្បីការពារអធិបតេយ្យភាពរដ្ឋបូរណភាពទឹកដីនិងផលប្រយោជន៍សន្តិសុខយើងក៏ចាត់ទុកការគ្រប់គ្រងនេះជាកាតព្វកិច្ចរបស់យើងចំពោះបងប្អូនរបស់យើងយើងនឹងរក្សាភាពស្មោះត្រង់ចំពោះសន្ធិសញ្ញារវាងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនិងសហព័ន្ធរុស្ស៊ីរាយវិមានកម្លាំងនៅថ្ងៃសុក្រទី5កញ្ញាបានឲ្យដឹងថាការធានាសន្តិសុខសម្រាប់អ៊ុយក្រែនមិនអាចត្រូវបានផ្ដល់ឲ្យដោយភាគីយោធាបរទេសបានឡើយហើយការងារជាច្រើនត្រូវធ្វើឲ្យរួចរាល់មុនពេលកិច្ចប្រជុំកម្រិតខ្ពស់ឬកំពូលរវាងទីក្រុងមូស្គូនិងទីក្រុងគៀវស្ដីពីការដោះស្រាយចំនួននៅក្នុងប្រទេសអ៊ុយក្រែនគួរបញ្ជាក់ថាការពីថ្ងៃប្រហោះប្រទេសចំនួន26បានសន្យាផ្ដល់ការធានាសន្តិសុខក្រោយសង្គ្រាមដល់អ៊ុយក្រែនដែលរួមមានកងកម្លាំងអន្តរជាតិទាំងនៅលើដីទឹកនិងអាកាសនៅខាងក្រៅវេទិកាសេដ្ឋកិច្ចបូព៌ាក្នុងទីក្រុង Vladivostok អ្នកនាំពាក្យរបស់វិមានកម្លាំងលោក Dmitry Peskov បានប្រាប់ពីភ្នាក់ងារសារព័ត៌មានរដ្ឋ IRA របស់រុស្ស៊ីថាតែការធានាសន្តិសុខរបស់អ៊ុយក្រែនអាចត្រូវបានធានានិងផ្ដល់ដោយទ័ពជំនួយបរទេសជាពិសេសអឺរ៉ុបនិងសហរដ្ឋអាមេរិកបានទេនេះមិនអាចចាត់ទុកជាការធានាសន្តិសុខសម្រាប់អ៊ុយក្រែនដែលអាចទទួលយកបានឡើយសម្រាប់ប្រទេសរបស់យើងទោះបីជាមានកិច្ចប្រឹងប្រែងរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ក្នុងការស្វែងរកដំណោះស្រាយបញ្ចប់ចំនួនក៏ដោយក៏វាហាក់បីដូចជាគ្មានសញ្ញាអាចបន្លត់ភ្លើងសង្គ្រាមដែលរុស្ស៊ីបានចាប់ផ្ដើមជាមួយនឹងការលុកលុយទ្រង់ទ្រាយធំលើអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ2022ជាមួយគ្នានេះលោកពេស្កូវក៏បានប្រាប់សារព័ត៌មាន RIA ផងដែរថាការធានាសន្តិសុខដែលត្រូវការទាំងអស់សម្រាប់អ៊ុយក្រែនត្រូវមាននៅក្នុងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងដែលបានឈានដល់អំឡុងកិច្ចចរចាសន្តិភាពនៅទីក្រុងអ៊ីស្តង់ប៊ូលប្រទេសតូគីក្នុងឆ្នាំ2022ក្រោមក្របខ័ណ្ឌទីក្រុងអ៊ីស្តង់ប៊ូលអ៊ុយក្រែននឹងបោះបង់មហិច្ឆតាចូលរួមជាមួយអង្គការ NATO ហើយទទួលយកឋានៈអព្យាក្រឹតនិងគ្មានអាវុធនុយក្លេអ៊ែរជាថ្នូរវិញខ្លួននឹងទទួលបានការធានាសន្តិសុខពីសហរដ្ឋអាមេរិករុស្ស៊ីចិនអង់គ្លេសនិងបារាំងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានថ្លែងនៅកិច្ចប្រជុំពេញអង្គនៃវេទិកាសេដ្ឋកិច្ចបូព៌ាថាពុំចាំបាច់ដាក់ពង្រាយទាហានលោកខាងលិចនៅលើទឹកដីអ៊ុយក្រែនទេបន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពរយៈពេលវែងត្រូវបានសម្រេចលោកបាននិយាយថាប្រសិនបើការសម្រេចចិត្តត្រូវបានឈានដល់ដែលនាំទៅរកសន្តិភាពយ៉ាងវែងនោះខ្ញុំគ្រាន់តែយល់ឃើញថាវត្តមានកងទ័ពលោកខាងលិចរបស់ពួកគេនៅលើទឹកដីអ៊ុយក្រែននោះពុំមានប្រយោជន៍ឬតម្លៃអ្វីនោះទេនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំនៃសម្ព័ន្ធឆន្ទៈកាលពីថ្ងៃទី4កញ្ញាប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយថារដ្ឋសមាជិកចំនួន26របស់ខ្លួនបានបញ្ជាក់ពីការត្រៀមខ្លួនរបស់ពួកគេក្នុងការចូលរួមក្នុងការបញ្ជូនកងកម្លាំងយោធាទៅកាន់អ៊ុយក្រែនបន្ទាប់ពីបទឆបាញ់រីសន្តិភាពត្រូវបានបង្កើតឡើងនៅក្នុងប្រទេសនោះលោក Macron បានជៀសវាងការបញ្ចេញឈ្មោះប្រទេសទាំងនេះឬក៏កម្លាំងប្រហាក់ប្រហែលនៃក្រុមអន្តរជាតិដែលសម្ព័ន្ធនេះក្រុងនឹងដាក់ពង្រាយនៅលើទឹកដីអ៊ុយក្រែនដូច្នេះមានបង្ហាញផែនការនោះដល់ប្រទេសរុស្ស៊ីទេលោកបានបន្ថែមថាប្រទេសជាច្រើនទៀតបន្តពិចារណាជំហររបស់ខ្លួនកិច្ចប្រជុំនេះត្រូវបានចូលរួមដោយប្រទេសចំនួន35រដ្ឋមន្ត្រីការប្រទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយកាលពីថ្ងៃទី30សីហាថាសកម្មភាពរបស់ក្រុមចម្រុះនៃឆន្ទៈគឺសម្ដៅធ្វើឲ្យប៉ះពាល់ដល់វឌ្ឍនភាពដែលកំពុងកើតមានលើដំណោះស្រាយអ៊ុយក្រែនបន្ទាប់ពីការចរចារវាងរុស្ស៊ីនិងសហរដ្ឋអាមេរិកនាពេលមុននេះនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ NBC News លោកបាននិយាយថាការធានាសន្តិសុខរបស់អ៊ុយក្រែនតាមរយៈអន្តរាគមន៍យោធាបរទេសនៅក្នុងផ្នែកខ្លះនៃទឹកដីអ៊ុយក្រែននឹងមិនអាចទទួលយកបានសម្រាប់រុស្ស៊ីទេដោយឡែកការិយាល័យរបស់លោកស្រី Giorgia Meloni បានឲ្យដឹងថាលោកស្រីនាយករដ្ឋមន្ត្រីកាលពីថ្ងៃប្រហោះទី4កញ្ញាបានរំលឹកឡើងវិញទៅកាន់សម្ព័ន្ធមិត្តថាប្រទេសអ៊ីតាលីនឹងមិនបញ្ជូនទាហានទៅអ៊ុយក្រែននោះទេប៉ុន្តែខ្លួនអាចជួយតាមដានពិនិត្យកិច្ចព្រមព្រៀងសន្តិភាពដែលអាចកើតមានណាមួយការិយាល័យនេះបានឲ្យដឹងថាលោកស្រី Meloni បានចូលរួមក្នុងកិច្ចប្រជុំកំពូលនៃសម្ព័ន្ធនៃឆន្ទៈរួមគាំទ្រអ៊ុយក្រែនតាមរយៈវីដេអូដោយលោកស្រីបានបញ្ជាក់ម្ដងទៀតពីឆន្ទៈរបស់អ៊ីតាលីក្នុងការបញ្ជូនកងទ័ពទៅអ៊ុយក្រែនហើយលោកស្រី Meloni បានអះអាង
ងពីការបើកចំហរបស់លោកស្រីនៅក្នុងការគ្រប់គ្រងដល់លទ្ធភាពនៃការមានបទច្បាញ់ជាមួយនឹងគំនិតរួចផ្ដើមតាមត្រួតពិនិត្យនឹងការបណ្ដុះបណ្ដាលនៅខាងក្រៅព្រំដែនអ៊ុយក្រែនបើយើងតាមលោកស្រីមេឡូនីបានដឹងថាអ៊ីតាលីបានស្នើឲ្យបង្កើតយន្តការសន្តិសុខសមូហភាពដែលត្រូវបានបំផុសគំនិតដោយមាត្រា5នៃសន្ធិសញ្ញាទីក្រុងវ៉ាស៊ីនតោនដែលជាធាតុផ្សំនៃការធានានយោបាយសម្រាប់អ៊ុយក្រែនបន្ទាប់ពីបញ្ចប់កិច្ចប្រជុំនោះលោកស្រីនាយករដ្ឋមន្ត្រីបានសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំដែលភាគីទាំងពីរបានបញ្ជាក់ពីការឯកភាពគ្នាក្នុងការសម្រេចបាននូវសន្តិភាពដ៏ត្រឹមត្រូវនិងយូរអង្វែងសម្រាប់អ៊ុយក្រែនធ្វើបញ្ជាក់ផងដែរថាយោងតាមសម្ដីរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ក្នុងអំឡុងសន្និសីទសារព័ត៌មាននៅវិមានអេលីសេរបស់បារាំងបានឲ្យដឹងថាលោកនឹងមេដឹកនាំអឺរ៉ុបបន្ទាប់ពីកិច្ចប្រជុំនៃសម្ព័ន្ធឆន្ទៈរួមនោះបានពិភាក្សាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំអំពីការដាក់សម្ពាធលើរុស្ស៊ីដើម្បីបង្ខំឲ្យបញ្ចប់សង្គ្រាមរុស្ស៊ីចេញការព្រមានគណៈក្រុមមេដឹកនាំអឺរ៉ុបនិងលោក Zelensky ជួបលោកត្រាំតាមទូរស័ព្ទពីទីក្រុងប៉ារីសក្រសួងការប្រទេសរុស្ស៊ីបានព្រមានម្ដងទៀតថាទីក្រុងមូស្គូនឹងមិនទទួលយកវត្តមានរបស់ទាហានលោកខាងលិចណាមួយក្នុងប្រទេសអ៊ុយក្រែនជាផ្នែកនៃកិច្ចព្រមព្រៀងសន្តិភាពនាពេលអនាគតឡើយខណៈប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានជួបជាមួយក្រុមមេដឹកនាំកម្ពុជារបស់អឺរ៉ុបនៅទីក្រុងប៉ារីសប្រទេសបារាំងកាលពីថ្ងៃប្រហោះសប្តាហ៍នេះអ្នកនាំពាក្យលោកស្រី Maria Zakharova បាននិយាយនៅក្នុងការអធិប្បាយដែលចេញផ្សាយដោយក្រសួងការប្រទេសកាលពីថ្ងៃប្រហោះថារុស្ស៊ីពុំមានបំណងពិភាក្សាអំពីអន្តរាគមន៍បរទេសដែលមិនអាចទទួលយកបាននៅអ៊ុយក្រែនក្នុងទម្រង់ណាមួយឡើយអ្នកដុតបញ្ឆេះសង្គ្រាមលោកខាងលិចចាត់ទុកអ៊ុយក្រែនជាកន្លែងសាកល្បងសម្រាប់ការអភិវឌ្ឍយោធារបស់ពួកគេទីក្រុងមូស្គូបានបដិសេធម្ដងហើយម្ដងទៀតនៅសំណើសម្រាប់កងកម្លាំងលោកខាងលិចដើម្បីដាក់ពង្រាយនៅអ៊ុយក្រែនក្នុងគ្រប់សមត្ថភាពដែលជាផ្នែកនៃកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាមពេញបន្ទុករបស់រុស្ស៊ីលើប្រទេសជិតខាងរបស់ខ្លួនដែលបានចាត់ផ្ដើមកាលពីខែកុម្ភៈឆ្នាំ2022យ៉ាងណាក៏ដោយការរំពឹងទុកនេះនៅតែស្ថិតក្រោមការពិភាក្សាដោយក្រុមមេដឹកនាំសម្ព័ន្ធយោធា NATO និងរដ្ឋាភិបាលអ៊ុយក្រែនជាផ្នែកមួយនៃការធានាសន្តិសុខដែលទីក្រុងគៀវនិយាយថាចាំបាច់ដើម្បីសម្រួលដល់កិច្ចព្រមព្រៀងសន្តិភាពណាមួយដែលត្រូវបានសម្របសម្រួលដោយសហរដ្ឋអាមេរិកបន្ទាប់ពីកិច្ចប្រជុំកំពូលនៃសម្ព័ន្ធមិត្តរបស់ទីក្រុងគៀវកាលពីថ្ងៃប្រហោះទី4កញ្ញាប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយថាប្រទេសចំនួន26សន្យាផ្ដល់ការធានាសន្តិសុខក្រោយសង្គ្រាមដល់អ៊ុយក្រែនដែលនឹងរួមបញ្ចូលកងកម្លាំងអន្តរជាតិជើងគោកផ្លូវទឹកនិងនៅលើអាកាសលោក Macron បាននិយាយថាបណ្ដាមេដឹកនាំអឺរ៉ុបនិងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump បន្ទាប់ពីកិច្ចប្រជុំកំពូលមួយនោះហើយការរួមចំណែករបស់សហរដ្ឋអាមេរិកចំពោះការធានាសន្តិសុខនឹងត្រូវសម្រេចបាននៅប៉ុន្មានថ្ងៃខាងមុខដោយឈរក្បែរលោក Zelensky លោក Macron បានតាមសន្និសីទសារព័ត៌មានក្នុងទីក្រុងប៉ារីសថាថ្ងៃដែលចំនួនបញ្ឈប់ការធានាសុវត្ថិភាពនឹងត្រូវអនុវត្តកិច្ចប្រជុំកំពូលនៃមេដឹកនាំ35រូបមកពីសម្ព័ន្ធឆន្ទៈនៃបណ្ដាប្រទេសអឺរ៉ុបជាចម្បងធ្វើឡើងក្នុងបំណងសម្រេចឲ្យបាននៅការធានាសន្តិសុខនិងស្នើឲ្យលោកត្រាំផ្ដល់ការគ្រប់គ្រងដែលអឺរ៉ុបនិយាយថាមានសារៈសំខាន់ជាខ្លាំងដើម្បីធ្វើឲ្យធានាបែបនេះអាចសម្រេចបានជោគជ័យការធានាសន្តិសុខនេះមានគោលបំណងធានាដល់អ៊ុយក្រែនឡើងវិញនិងរារាំងរុស្ស៊ីមិនឲ្យបើកយុទ្ធនាការយោធាម្ដងទៀតដំបូងឡើយលោក Macron និយាយថាប្រទេសទាំង26ដែលលោកមិនបញ្ចេញឈ្មោះនិងដាក់ពង្រាយទ័ពទៅអ៊ុយក្រែនប៉ុន្តែក្រោយមកលោកបាននិយាយថាប្រទេសមួយចំនួននឹងផ្ដល់ការធានានៅខាងក្រៅអ៊ុយក្រែនជាឧទាហរណ៍ដូចជាការជួយហ្វឹកហ្វឺននិងបំពាក់កម្លាំងដល់កងទ័ពអ៊ុយក្រែនជាដើមបណ្ដាប្រទេសនៅអឺរ៉ុបកំពុងប្រជុំនឹងជំរឿនដ៏លំបាកខណៈក្រុមជំរឿននៃប្រទេសទាំងនេះជួបប្រជុំគ្នាក្នុងទីក្រុងប៉ារីសកាលពីថ្ងៃប្រហោះដើម្បីពិភាក្សាអំពីការធានាសន្តិសុខសម្រាប់អ៊ុយក្រែនក្រោយសង្គ្រាមកំពុងរាលដាលឥតឈប់ឈរដោយពុំមានបទឆបាញ់កើតឡើងពិតប្រាកដហើយបញ្ហាសំខាន់ដែលពាក់ព័ន្ធនឹងការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងការធានាសន្តិសុខនាពេលអនាគតរបស់អ៊ុយក្រែននៅតែមិនទាន់ដោះស្រាយបានអស់រយៈពេលជាច្រើនខែមកហើយអ្វីដែលហៅថាសម្ព័ន្ធនៃឆន្ទៈបាននឹងកំពុងជួបប្រជុំគ្នាដើម្បីពិភាក្សាអំពីជំនួយសម្រាប់អ៊ុយក្រែនរួមទាំងការគូសវាសផែនការសម្រាប់ការគ្រប់គ្រងផ្នែកយោធាប្រសិនបើបទឆបាញ់មួយកើតមានឡើងដើម្បីទប់ស្កាត់ការឈ្លានពានរបស់រុស្ស៊ីនាពេលអនាគតមេដឹកនាំក្រុមចម្រុះមានប្រធានាធិបតីបារាំងលោក Emmanuel Macron និងនាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer បានទទូចថាកម្លាំងធានាសន្តិសុខអឺរ៉ុបណាមួយនៅក្នុងប្រទេសអ៊ុយក្រែនត្រូវការការគ្រប់គ្រងពីសហរដ្ឋអាមេរិកប៉ុន្តែខណៈពេលដែលប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រឡូកពាក្យថាប្រទេសរបស់លោកនឹងចូលរួមលោកបានងាកចេញពីការអំពាវនាវឲ្យមានបទឆបាញ់នៅអ៊ុយក្រែនហើយបានបដិសេធមានអនុវត្តវិធានការសេដ្ឋកិច្ចបន្ថែមដ៏តឹងរ៉ឹងដើម្បីដាក់ទណ្ឌកម្មលើទីក្រុងមូស្គូទោះបីជាលោក Trump បាននិយាយថាលោកខកចិត្តចំពោះប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ហើយបានចេញការគំរាមកំហែងជាច្រើនដើម្បីព្យាយាមបញ្ឆោតលោក Putin ឲ្យចរចាបញ្ចប់អរិភាពក៏ដោយក៏មិនមានលទ្ធផលអ្វីដែរនៅក្នុងកិច្ចប្រជុំជាមួយលោក Putin ក្នុងរដ្ឋ Alaska ក្នុងខែសីហាលោក Trump បានបរាជ័យក្នុងការបញ្ចុះបញ្ចូលមេដឹកនាំរុស្ស៊ីឲ្យបញ្ឈប់ការប្រយុទ្ធគ្នាហើយមិនទាន់បានប្រឹងប្រែងដើម្បីសម្របសម្រួលឲ្យមានការចរចារវាងលោក Putin និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នៅឡើយទេប្រមុខ NATO ថារុស្ស៊ីគ្មានអ្វីត្រូវធ្វើជាមួយកងកម្លាំងសន្តិសុខនៅអ៊ុយក្រែននោះទេអគ្គលេខាធិការអង្គការ NATO លោក Mark Rutte បាននិយាយនៅថ្ងៃប្រហោះថារុស្ស៊ីគួរតែកុំនិយាយរឿងថាតើទាហានអន្តរជាតិត្រូវដាក់ពង្រាយនៅអ៊ុយក្រែនដែលជាផ្នែកមួយនៃការធានាសន្តិសុខក្រោយសង្គ្រាមលោក Rutte និយាយថាអ៊ុយក្រែនក្នុងនាមជាប្រទេសអធិបតេយ្យភាពមានសិទ្ធិសម្រេចចិត្តលើការរៀបចំសន្តិសុខរបស់ខ្លួនដោយគ្មានការជ្រៀតជ្រែកពីខាងក្រៅហើយរុស្ស៊ីក៏គ្មានអ្វីត្រូវធ្វើជាមួយរឿងនេះដែរគួរឲ្យដឹងថាអ្នកនាំពាក្យក្រសួងការប្រទេសរុស្ស៊ីអ្នកស្រី Maria Zakharova បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃប្រហោះថារុស្ស៊ីមិនមានគម្រោងពិភាក្សាពីលទ្ធភាពនៃការដាក់ពង្រាយយោធាបរទេសនៅក្នុងទឹកដីអ៊ុយក្រែននោះទេទោះក្នុងទម្រង់បែបណាក៏ដោយហៅវិធានការនេះថាមិនអាចទទួលយកបានឡើយលោកស្រី Zakharova បាននិយាយប្រាប់សន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ថារុស្ស៊ីនឹងមិនពិភាក្សាលើការអន្តរាគមន៍បរទេសនៅអ៊ុយក្រែនឡើយទោះក្នុងទម្រង់ណាក៏ដោយដែលនេះជាមូលដ្ឋានមិនអាចទទួលយកបាននោះទេហើយមានតែ
តែធ្វើឲ្យខូចខាតដល់សន្តិសុខតែប៉ុណ្ណោះក្រុមមេដឹកនាំពិភពលោកចំនួន30រូបបានជួបពិភាក្សាការងារជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃប្រហ័សពាក់ព័ន្ធនឹងការធានាសន្តិសុខនាពេលអនាគតដល់ទីក្រុងគីវបើសិនជាមានបទឆបបាញ់ជាមួយរុស្ស៊ីដោយសង្ឃឹមថាពួកគេនឹងធ្វើបានគ្រប់គ្រាន់ក្នុងការបញ្ចុះបញ្ចូលសហរដ្ឋអាមេរិកឲ្យគាំទ្រកិច្ចខិតខំរបស់ពួកគេរីឯប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយថាការរៀបចំការធានាសន្តិសុខសម្រាប់ទីក្រុងគីវត្រូវបានបញ្ចប់លោក Macron បាននិយាយមុនពេលកិច្ចប្រជុំជាមួយលោក Volodymyr Zelensky នៅទីក្រុងប៉ារីសដោយដែលបានផ្សាយនៅលើគេហទំព័ររបស់វិមាន Elysée Palace នៅលើបណ្ដាញសង្គម X ថាយើងដែលជាប្រជាជនអឺរ៉ុបបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ដល់ការធានាសន្តិសុខដល់អ៊ុយក្រែននិងប្រជាជនអ៊ុយក្រែននៅថ្ងៃដែលសន្តិភាពត្រូវបានចុះហត្ថលេខាលោក Macron បាននិយាយថាប្រទេសចំនួន35កំពុងចូលរួមនៅក្នុងសម្ព័ន្ធនៃឆន្ទៈក្នុងការផ្ដល់ជំនួយដល់ទីក្រុងគីវដែលបង្កើតឡើងតាមគំនិតផ្ដួចផ្ដើមរបស់ទីក្រុងប៉ារីសនិងទីក្រុងឡុងសន្និសីទតាមប្រព័ន្ធអ៊ីនធឺណិតនៃសម្ព័ន្ធនេះត្រូវបានធ្វើឡើងនៅថ្ងៃប្រហ័សនៅពេលសន្និសីទត្រូវបានបញ្ចប់សពគ្រប់មេដឹកនាំអឺរ៉ុបមានបំណងសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump រដ្ឋមន្ត្រីការប្រទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយកាលពីថ្ងៃទី30ខែសីហាថាសកម្មភាពរបស់សម្ព័ន្ធនៃឆន្ទៈនេះមានគោលបំណងធ្វើឲ្យប៉ះពាល់ដល់វឌ្ឍនភាពដែលកំពុងកើតមានលើដំណោះស្រាយអ៊ុយក្រែនបន្ទាប់ពីលទ្ធផលនៃទំនាក់ទំនងរវាងរុស្ស៊ីនិងសហរដ្ឋអាមេរិករីឯប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយថាលោកមិនដែលបដិសេធលទ្ធភាពនៃជំនួបជាមួយសមាជិកអ៊ុយក្រែនលោក Volodymyr Zelensky ដើម្បីបញ្ចប់សង្គ្រាមរយៈពេល3ឆ្នាំកន្លះនោះទេប៉ុន្តែលោកបាននិយាយបន្ថែមថាប្រសិនបើគ្មានកិច្ចព្រមព្រៀងសន្តិភាពណាមួយត្រូវបានឈានដល់ទីនោះទីក្រុងមូស្គូនឹងសម្រេចគោលដៅយោធារបស់ខ្លួនលោក Putin បាននិយាយកាលពីថ្ងៃពុធនៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិនថាលោក Donald Trump បានស្នើមកខ្ញុំសម្រាប់ជំនួបបែបនេះខ្ញុំបាននិយាយថាយល់ព្រមវាអាចធ្វើទៅបានប៉ុន្តែសូមឲ្យលោក Zelensky ទៅកាន់ទីក្រុងមូស្គូលោក Putin បាននិយាយនៅទីក្រុងប៉េកាំងខណៈលោកបានអំពាវនាវឲ្យមានការបោះឆ្នោតដោយចោទសួរពីភាពស្របច្បាប់របស់លោក Zelensky ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដែលបាននឹងកំពុងព្យាយាមសម្របសម្រួលដំណោះស្រាយសន្តិភាពបានអំពាវនាវឲ្យមានជំនួបទល់មុខគ្នារវាងលោក Putin និងលោក Zelensky ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាមបន្ទាប់ពីបានជួបពិភាក្សាជាមួយមេដឹកនាំរុស្ស៊ីនៅរដ្ឋ Alaska កាលពីពាក់កណ្ដាលខែសីហាប៉ុន្តែរហូតមកដល់ពេលនេះពុំទាន់មានវឌ្ឍនភាពលើរឿងនេះនៅឡើយដោយអធិការបតីអាល្លឺម៉ង់លោក Friedrich Merz បានស្នើថាទីក្រុងហ្សឺណែវជាទីកន្លែងដែលអាចធ្វើទៅបានប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានប្រាប់សន្និសីទសារព័ត៌មានមួយដែលផ្ដោតលើលទ្ធផលនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននៅពេលអ្នកសារព័ត៌មានម្នាក់សួរអំពីមូលហេតុនិងអ្នកប្រព្រឹត្តនៃព្រឹត្តិការណ៍សោកនាដកម្មនៅអ៊ុយក្រែនថាប្រទេសរុស្ស៊ីនឹងមិនអត់ឱនចំពោះអាកប្បកិរិយាមិនយកចិត្តទុកដាក់ចំពោះផលប្រយោជន៍របស់ខ្លួនឡើយលោក Putin បាននិយាយថាតើអ្នកណាត្រូវស្ដីបន្ទោសចំពោះសោកនាដកម្មដែលកំពុងកើតឡើងអ្នកដែលនាំវាធ្លាក់ក្នុងស្ថានភាពបែបនេះដោយការមិនអើពើទាំងស្រុងចំពោះផលប្រយោជន៍របស់រុស្ស៊ីក្នុងវិស័យសន្តិសុខប្រសិនបើនរណាម្នាក់គិតថាវាអាចធ្វើទៅបានដើម្បីប្រព្រឹត្តចំពោះប្រជាជននៃប្រទេសរបស់យើងដោយខ្វះការយកចិត្តទុកដាក់នោះពួកគេគួរតែដឹងថាយើងនឹងមិនអនុញ្ញាតឲ្យមានរឿងបែបនេះកើតឡើងទេនៅពេលដែលរុស្ស៊ីមើលព្រឹត្តិការណ៍ដែលកើតឡើងនៅជុំវិញខ្លួនហើយមិនបញ្ចេញប្រតិកម្មតាមវិធីណាមួយឡើយលោកប្រធានាធិបតីបានបន្ថែមថាបច្ចុប្បន្នក្រុមប្រទេសលោកខាងលិចកំពុងព្យាយាមគេចចេញពីការទទួលខុសត្រូវចំពោះចំនួននៅអ៊ុយក្រែនលោកត្រាំនិយាយថារូបលោកមានការខកចិត្តខ្លាំងណាស់ចំពោះលោកពូទីនប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃអង្គារទី2កញ្ញាសប្តាហ៍នេះថារូបលោកមានការខកចិត្តខ្លាំងណាស់ចំពោះការបរាជ័យរបស់មេដឹកនាំរុស្ស៊ីលោក Vladimir Putin ក្នុងការធ្វើកិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែនប៉ុន្តែលោកពុំបានផ្ដល់ការបញ្ជាក់ច្បាស់លាស់ទេថាតើផលវិបាកអ្វីដែលទីក្រុងមូស្គូអាចប្រជុំចាប់តាំងពីជួបជាមួយលោក Putin នៅរដ្ឋ Alaska កាលពីខែមុនមកលោក Trump បានជំរុញមេដឹកនាំទីមានក្រមឡើងរូបនេះឲ្យជួបពិភាក្សាដោយផ្ទាល់ជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ផ្ទុយទៅវិញរុស្ស៊ីបានបង្កើនការទម្លាក់គ្រាប់បែកលើទីក្រុងគីវដោយទាក់ទាញការរិះគន់ជាថ្មីពីរដ្ឋធានី Washington នៅបណ្ដាមេដឹកនាំរបស់សហភាពអឺរ៉ុបលោកត្រាំបានប្រាប់កម្មវិធីវិទ្យុ Scott Jennings ថារូបលោកមានការខកចិត្តខ្លាំងណាស់ចំពោះប្រធានាធិបតី Putin យើងមានទំនាក់ទំនងដ៏ល្អជាមួយគ្នាតែលោកពិតជាខកចិត្តណាស់លោកពុំបានបញ្ជាក់ទេថាតើសហរដ្ឋអាមេរិកនឹងចាត់វិធានការបែបណាប្រសិនបើថ្ងៃផុតកំណត់ដែលលោកបានដាក់សម្រាប់កិច្ចព្រមព្រៀងដែលនឹងត្រូវផុតកំណត់នៅសប្តាហ៍នេះនៅពេលត្រូវបានសួរនៅការិយាល័យប្រធានាធិបតី Oval ថាតើលោកបាននិយាយជាមួយលោក Putin ដែរឬទេនាពេលថ្មីៗនេះលោកត្រាំបានបង្ហាញថាមានការវិវត្តថ្មីៗច្រើនលោកបានដឹងបញ្ហាជាច្រើនដែលជារឿងគួរឲ្យចាប់អារម្មណ៍លោកគិតថាប្រមាណថ្ងៃខាងមុខអ្នកទាំងអស់គ្នានឹងបានដឹងលោកបន្ថែមថានឹងមានផលវិបាកច្រើនបើលោក Putin និងលោក Zelensky មិនព្រមជួបគ្នារីឯប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថារដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump កំពុងស្ដាប់ហេតុផលរបស់វិមានកម្លាំងចំពោះការលុកលុយរបស់ខ្លួនលើប្រទេសជិតខាងអ៊ុយក្រែនហើយបានអះអាងថាទីក្រុងមូស្គូនិងទីក្រុង Washington បានឈានដល់ការយោគយល់គ្នាអំពីចំនួននេះលោក Putin បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនថារដ្ឋបាលរបស់លោក Trump កំពុងស្ដាប់រុស្ស៊ីខណៈរូបលោកបានត្អូញត្អែថាអតីតប្រធានាធិបតី Joe Biden មិនយកចិត្តទុកដាក់ចំពោះក្តីបារម្ភរបស់ទីក្រុងមូស្គូទាល់តែសោះមេដឹកនាំរុស្ស៊ីរូបនេះបាននិយាយនៅក្នុងកិច្ចប្រជុំទ្វេភាគីជាមួយប្រធានាធិបតីស្លូវ៉ាគីលោក Robert Fico បន្ទាប់ពីកិច្ចពិភាក្សាជាមួយមេដឹកនាំចិនលោក Xi Jinping នៅទីក្រុងប៉េកាំងថាឥឡូវនេះយើងមើលឃើញការយោគយល់គ្នាទៅវិញទៅមកនេះជារឿងគួរឲ្យកត់សម្គាល់យើងសប្បាយចិត្តខ្លាំងណាស់ចំពោះបញ្ហានេះហើយសង្ឃឹមថាកិច្ចសន្ទនាប្រកបដោយការស្ថាបនានេះនឹងបន្តប៉ុន្តែរុស្ស៊ីប្រជុំនឹងវិធានការដាក់ទណ្ឌកម្មដែលអាចកើតមានដោយលោកត្រាំដែលបានសម្ដែងការខកចិត្តចំពោះកង្វះការចូលរួមរបស់លោកពូទីនក្នុងកិច្ចខិតខំប្រឹងប្រែងសន្តិភាពដែលដឹកនាំដោយសហរដ្ឋអាមេរិកនិងបានគម្រាមពីផលវិបាកធ្ងន់ធ្ងរដែលពុំបានបញ្ជាក់ប្រធានាធិបតីអាមេរិកបានព្យាយាមបញ្ចប់សង្គ្រាមរយៈពេល3ឆ្នាំក្នុងចំណោមអធិភាពខាងការទូតរបស់លោកហើយធ្វើជាម្ចាស់ផ្ទះ
ទះទទួលលោកពូទីនក្នុងកិច្ចប្រជុំកម្ពុជានៅរដ្ឋអាឡាស្កាកាលពីខែមុនរីឯប្រធានាធិបតីទូគីលោកតាយិបអេដូកានបាននិយាយថាលោកបានពិភាក្សាអំពីវិធីដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនជាមួយសមាជិករុស្ស៊ីរបស់លោកគឺលោក Vladimir Putin ក្នុងអំឡុងពេលមានការជជែកគ្នានៅប្រទេសចិននិងជាមួយមេដឹកនាំអ៊ុយក្រែនលោក Volodymyr Zelensky តាមទូរស័ព្ទប៉ុន្តែបានបញ្ជាក់ថាភាគីទាំងពីរមិនទាន់បានត្រៀមខ្លួនរួចរាល់នៅឡើយទេសម្រាប់ជំនួបរបស់មេដឹកនាំទាំងពីរលោកអេដូកានបាននិយាយទៅកាន់អ្នកសារព័ត៌មាននៅលើយន្តហោះរបស់លោកដែលត្រឡប់ពីប្រទេសចិនជាកន្លែងដែលលោកបានជួបជាមួយលោកពូទីនហើយបន្ទាប់មកបានប្រាប់ថាលោកបានទូរស័ព្ទទៅជជែកជាមួយលោក Zelensky លោកបានបន្តថាការចរចាក្នុងរយៈពេលប្រមាណខែថ្មីៗនេះរវាងមន្ត្រីរុស្ស៊ីនិងអ៊ុយក្រែននៅទីក្រុងអ៊ីស្តង់ប៊ុលបានបង្ហាញថាផ្លូវឆ្ពោះទៅកាន់សន្តិភាពនៅតែបើកចំហជានិច្ចលោកអេដូកានបានបន្ថែមថាប្រទេសទូគីគាំទ្រដល់ការបង្កើនកម្រិតនៃការចរចាជាលំដាប់ដើម្បីប្រែក្លាយក្តីសង្ឃឹមនៃការមានសន្តិភាពឲ្យទៅជាលទ្ធផលជាក់ស្ដែងហើយលោកបានសង្កត់ធ្ងន់ថាគំនិតប្រួយផ្ដើមណាមួយនឹងត្រូវដោះស្រាយនៅកម្រិតមេដឹកនាំនៅទីបំផុតបើទោះបីជាលក្ខខណ្ឌមិនទាន់មានក៏ដោយទូគីដែលជាប្រទេសសមាជិកអង្គការ NATO បានបន្តមានទំនាក់ទំនងយ៉ាងបើកចំហទាំងជាមួយទីក្រុងមូស្គូនិងទីក្រុងគៀវគិតចាំតាំងពីការលុកលុយរបស់រុស្ស៊ីក្នុងឆ្នាំ2022ហើយបានស្វែងរកការសម្របសម្រួលរវាងភាគីចំនួន